លោកស្រីអ្នកនាងកញ្ញាខ្ញុំសូមអរគុណលោកអ្នកដែលបានបើកស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ AFE នៅពេលនេះម៉ោង 7 យប់កម្មវិធីព័ត៌មានដោយប្រាក់ធីតាគណៈបកសង្គ្រោះជាតិអះអាងថាកំណែតម្រង់គូជបនៅតែជាជំហរដាច់ខាតក្នុងការចរចាកិច្ចពិភាក្សាលើពង្រៀនច្បាប់ស្ដីពីសហជីពមានភាពតានតឹងតែអាចទទួលយកបានប្រពៃណីពីគ្រោះយោបល់បែបទូលំទូលាយអ្នកមានចំនួនដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺស្វែងរកអន្តរាគមន៍ពីសង្គមស៊ីវិលក្រោយអស់ជំនឿលើស្ថាប័នរដ្ឋរីឯព័ត៌មានអន្តរជាតិលោកអ៊ីវ៉ាត់ស្នូដែនបានប្រាប់ឲ្យដឹងពីបំណងចង់ត្រឡប់ទៅអាមេរិកវិញក្រុមផ្ដាច់ទឹកដីនិយមប្រកាសថាចាប់ខ្លួនសមាជិកអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុបទាំង4រូបRFI នៅក្នុងសន្និសីទកាសែតមួយដែលធ្វើឡើងនៅរសៀលថ្ងៃប្រហ័ននេះលោកគួយប៊ុនរឿនតំណាងក្រុមការងារចរចាគណៈបកសង្គ្រោះជាតិបានអះអាងថាបកប្រឆាំងនៅតែទាមទារឲ្យបកកាន់អំណាចទទួលយកលក្ខខណ្ឌកំណែតម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបដដែលបើតាមលោកគួយប៊ុនរឿនគណៈបកសង្គ្រោះជាតិទាមទារឲ្យស្ថាប័នកោជបក្លាយជាស្ថាប័នធម្មនុញ្ញនិងឲ្យមានការរៀបចំនីតិវិធីនៃការជ្រើសរើសមន្ត្រីកោជបធ្វើឡើងដោយត្រឹមត្រូវសូមស្ដាប់ប្រសាសន៍របស់លោកគួយប៊ុនរឿនគោលជំហររបស់គណៈបកសង្គ្រោះជាតិគឺនៅតែពោលលើការពារឆន្ទៈរបស់ប្រជាពលរដ្ឋហើយមានបំណងពិតប្រាកដក្នុងការរៀបចំកំណែតម្រង់ប្រកបដោយពេញលេញសម្រាប់ភាពប្រសិទ្ធភាពអញ្ចឹងយើងមានស្តុកឆន្ទៈយ៉ាងពិតប្រាកដយើងបានបើកទូលាយនៃការប្រមូលផ្ដុំនៅគំនិតយោបល់របស់សង្គមស៊ីវិលរបស់អ្នកសង្កេតការណ៍ជាតិអន្តរជាតិដើម្បីរៀបចំនៅឯកសារដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកំណែតម្រង់នៃការបោះឆ្នោតនេះឥឡូវនេះយើងបានរៀបចំជាគោលដៅសំខាន់ៗនៅក្នុងកំណែតម្រង់ស្ថាប័នរៀបចំការបោះឆ្នោតដើម្បីជំរុញឲ្យស្ថាប័នរៀបចំការបោះឆ្នោតនេះមានលក្ខណៈមួយថាជាស្ថាប័នធម្មនុញ្ញដែលធានាឲ្យមានអធិបតេយ្យភាពឲ្យមានសិទ្ធិអំណាចពេញលេញក្នុងការរៀបចំការបោះឆ្នោតហើយទី2ក៏យើងបានត្រៀមលក្ខណៈក្នុងការជ្រើសរើសអ្នកដែលគ្រប់គ្រងស្ថាប័នអ្នកដែលចាត់ចែងរៀបចំការបោះឆ្នោតនិងអ្នកដែលរៀបចំយន្តការនៃការបោះឆ្នោតនេះក៏មានលក្ខណៈមួយធានាដល់សិទ្ធិពលរដ្ឋពេញលេញក្នុងការទទួលបានសិទ្ធិបោះឆ្នោតគ្រប់គ្នាហើយយើងបានបញ្ជាក់ជាមួយតំណាងគណៈបព្វជិជនខាងពីគោលដៅរបស់យើងគឺថាយើងចង់ឲ្យមានដំណើរការចរចាដោយសន្តិភាពហើយចរចាក្នុងស្មារតីគ្នាហើយចរចាក្នុងគោលដៅបម្រើផលប្រយោជន៍សង្គមជាតិទាំងមូលលោកគួយប៊ុនរឿនក៏បានបញ្ជាក់ដែរថាជំនួបកំពូលនឹងមិនអាចកើតមានឡើយប្រសិនបើចំណុចទាំងនេះមិនអាចដោះស្រាយចេញយ៉ាងណាក៏ដោយលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិរំពឹងថាគណៈបកប្រជាជនកម្ពុជានឹងទទួលយកសំណើរបស់បកប្រឆាំងសូមបញ្ជាក់ថាគណៈបកប្រជាជនកម្ពុជាក៏បានបង្ហាញអំពីបំណងចង់ធ្វើកំណែតម្រង់ការបោះឆ្នោតនេះដែរគណៈបកកណ្ដាលអំណាចថែមទាំងបានសូមឲ្យប្រទេសជប៉ុនជួយដល់ដំណើរការកំណែតម្រង់បោះឆ្នោតនេះផងដែរប៉ុន្តែក៏នៅមិនទាន់ដឹងថាគណៈបកទាំងពីរនឹងស្រោះស្រួលគ្នាអំពីកំណែតម្រង់បានត្រឹមកម្រិតណានៅឡើយនោះទេរីឯការចរចាជាថ្មីទៀតរវាងគណៈបកទាំងពីរក៏នៅមិនទាន់បានកំណត់ពេលនៅឡើយដែរបន្ទាប់ពីក្រុមសិក្សាស្រាវជ្រាវជប៉ុនបានធ្វើការពិភាក្សាជាមួយនឹងតំណាងគណៈបកនយោបាយធំៗនៅកម្ពុជាអាជ្ញាធរពាក់ព័ន្ធសង្គមស៊ីវិលនិងអង្គការអន្តរជាតិពីបញ្ហាកំណែតម្រង់ការបោះឆ្នោតនៅកម្ពុជាកាលពីពាក់កណ្ដាលខែឧសភានេះនៅថ្ងៃទី28ឧសភាម្សិលមិញស្ថានទូតជប៉ុនបានចេញសេចក្តីប្រកាសព័ត៌មានថារដ្ឋាភិបាលជប៉ុននឹងពិភាក្សាអំពីវិធីសមស្របដើម្បីជួយសម្រួលដល់កំណែតម្រង់ការបោះឆ្នោតនៅកម្ពុជាដោយរក្សាទំនាក់ទំនងជាមួយនឹងភាគីពាក់ព័ន្ធដទៃទៀតហើយប្រទេសជប៉ុនចាត់ទុកថាជំនួយរបស់ជប៉ុននឹងមានប្រយោជន៍លុះត្រាតែបកនយោបាយធំៗនៅកម្ពុជាអាចព្រមព្រៀងគ្នាអំពីបញ្ហាកំណែតម្រង់ការបោះឆ្នោតនេះក្នុងនោះជប៉ុនក៏សង្ឃឹមថាបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិនៅតែបន្តចរចាដើម្បីរកលទ្ធផលវិជ្ជមានមួយកិច្ចពិគ្រោះយោបល់ពង្រៀនច្បាប់ស្ដីពីសហជីពបានឈានចូលដល់ថ្ងៃទី2ហើយនៅថ្ងៃប្រហ័ននេះដែលការពិភាក្សានឹងត្រូវបញ្ចប់នៅល្ងាចនេះបន្ទាប់ពីចាប់ផ្ដើមកាលពីម្សិលមិញការពិភាក្សាត្រីភាគីដោយបិទទ្វារក្រោមជំនួយរបស់អង្គការ ILO ត្រូវបានទម្លាយដោយភាគីសហជីពថាមានភាពតានតឹងតែគ្រប់ភាគីពេញចិត្តនឹងទទួលយកទម្លាប់ដោយសន្តិវិធីដូចនេះប៉ុន្តែមន្ត្រីសហជីពឲ្យដឹងថាមានមេត្រាជាច្រើនត្រូវបានស្នើឲ្យកែសម្រួលលុបចោលនិងរក្សាទុកដោយគ្រាន់តែដូចខ្លឹមសារញឹមសុផលជួនព័ត៌មានលម្អិត
មេដឹកនាំសហជីពដែលបានចូលប្រជុំនៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពីពង្រៀងច្បាប់សហជីពបានថ្លែងថាកិច្ចប្រជុំមានការវិវត្តទៅមុខច្រើនដោយពួកគេមានសេរីភាពក្នុងការលើកឡើងនិងរិះគន់ព្រមទាំងដាក់សំណើឲ្យមានការកែសម្រួលមាត្រាច្បាប់មួយចំនួនដែលបានសរសេរហើយនៅក្នុងពង្រៀងច្បាប់ស្តីពីសហជីពជាការពិតកិច្ចប្រជុំត្រូវបានធ្វើឡើងដោយបិទទ្វារក្រោមកិច្ចសហការរបស់អង្គការអន្តរជាតិខាងការងារ ILO មិនអាចបិទគ្រប់បែបយ៉ាងបានទេលោកអាត់ធុនប្រធានសហភាពការងារកម្ពុជានិងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា CKDU ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ AFE នៅថ្ងៃប្រហ័សនេះថាកិច្ចប្រជុំមានភាពស្វិតស្វាញហើយលោកនិងមេដឹកនាំសហជីពអាទៀតពេញចិត្តនឹងអង្គុយជជែកគ្នារឿងដ៏សំខាន់ដូចនេះតាមការឲ្យដឹងពីអ្នកសហជីពមានមាត្រាជាច្រើននៅក្នុងពង្រៀងច្បាប់ដែលបង្កើតឡើងដោយក្រសួងការងារត្រូវបានជំទាស់ដោយតំណាងសហជីពនិងបានលើកជាសំណើមួយចំនួនត្រឡប់ទៅក្រសួងការងារនិងអ្នកធ្វើច្បាប់វិញដូចជាការសុំដូរពីច្បាប់សហជីពទៅជាច្បាប់ទំនាក់ទំនងវិជ្ជាជីវៈដោយសារតែពង្រៀងច្បាប់នេះមិនផ្ដោតច្រើនទៅលើសហជីពក្រៅពីនេះមានមាត្រាមួយចំនួនទៀតដែលអ្នកសហជីពមិនពេញចិត្តរួមមានមាត្រា10មាត្រា12មាត្រា21មាត្រា28មាត្រា33មាត្រា34និងមាត្រាដទៃទៀតដែលខ្លឹមសារមួយចំនួននៅក្នុងមាត្រាទាំងនោះត្រូវបានស្នើសុំឲ្យកែសម្រួលនិងមាត្រាខ្លះសហជីពបានស្នើសុំលុបចោលទាំងស្រុងភាគីរដ្ឋាភិបាលដែលមានក្រសួងការងារជាតំណាងនិងភាគីនយោជកដែលមានការលើកឡើងជាច្រើនចំណុចដោយសហជីពដែរនោះមិនអាចតាក់ទងពន្យល់បន្ថែមបានឡើយនៅព្រឹកនេះទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោកអ៊ិតសំហេងបានថ្លែងកាលពីម្សិលមិញថាច្បាប់ស្តីពីសហជីពនឹងអាចឲ្យមុនដំណាច់ឆ្នាំ2014ប្រសិនបើការជជែកគ្នាមិនមានឧបសគ្គសូមបញ្ជាក់ថាមតិយោបល់ពីគ្រប់ភាគីនឹងត្រូវដាក់ឲ្យជជែកគ្នាពេញទំហឹងបន្ថែមទៀតនៅរសៀលនេះបន្ទាប់ពីក្រសួងការងារទទួលយកទៅពិចារណានិងដាក់ឲ្យមានការពិគ្រោះយោបល់ជាលើកទី2ទៀតនៅថ្ងៃក្រោយប្រជាពលរដ្ឋដែលកំពុងតែមានចំនួនដីធ្លីមកពីខេត្តកំពង់ស្ពឺបានស្វែងរកការអន្តរាគមន៍ពីសមាគមអាត់ហុកនៅក្នុងរាជធានីភ្នំពេញបន្ទាប់ពីពួកគេអស់ជំនឿទៅលើស្ថាប័នរដ្ឋតំណាងប្រជាពលរដ្ឋដែលមានចំនួនដីធ្លីទាំងនេះបានអះអាងនៅក្នុងសន្និសីទកាសែតនៅក្នុងទីស្នាក់ការកណ្ដាលសមាគមអាត់ហុកនៅព្រឹកថ្ងៃទី29ឧសភានេះថាពួកគេបានស្វែងរកការអន្តរាគមន៍និងដំណោះស្រាយពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាបន្តបន្ទាប់នាពេលកន្លងមកប៉ុន្តែមិនមានអាជ្ញាធរចេញមុខដោះស្រាយនោះទេហើយថែមទាំងគម្រាមកំហែងទៅលើពួកគាត់ទៀតផងលំអិតព័ត៌មានដោយវ៉ាន់សគុនធាប្រជាពលរដ្ឋប្រមាណ60នាក់តំណាងឲ្យ250គ្រួសារដែលកំពុងមានបញ្ហាចំនួនដីធ្លីនៅក្នុងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺបានមកស្វែងរកកិច្ចអន្តរាគមន៍ដោយផ្ទាល់ពីសមាគមអាត6នៅក្នុងរាជធានីភ្នំពេញអ្នកស្រីសៅពុំតំណាងប្រជាពលរដ្ឋមានចំនួនដីធ្លីបានឲ្យដឹងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃប្រហ័សនេះថាប្រជាពលរដ្ឋក្នុងភូមិចំនួន3គឺភូមិតាំងសំរងភូមិក្រាំងបឹងនិងភូមិខ្នងក្រាំងក្នុងឃុំសំរងស្រុកភ្នំស្រួយបាននឹងកំពុងមានចំនួនដីធ្លីយ៉ាងរ៉ាំរ៉ៃជាមួយក្រុមហ៊ុន Master International ចំនួនដីធ្លីនេះបានកើតឡើងតាំងពីអំឡុងឆ្នាំ2005និង2006ហើយនៅក្នុងឆ្នាំ2010ក្រុមហ៊ុន Master International បានយកគ្រឿងចាក់ទៅឈូសឆាយលើដីស្រែចម្ការរបស់ពួកគាត់ដោយមានការចូលរួមការពារពីសំណាក់អាជ្ញាធរផងដែរលោកស្រីសៅពុំបានបញ្ជាក់ឲ្យដឹងផងដែរថាប្រជាពលរដ្ឋធ្លាប់បានស្វែងរកការដោះស្រាយពីអាជ្ញាធរមូលដ្ឋានតាំងពីថ្នាក់ភូមិឃុំស្រុកនិងខេត្តតែអាជ្ញាធរមិនអើពើនោះទេហើយប្រជាពលរដ្ឋក៏ធ្លាប់បានធ្វើដំណើរមកស្វែងរកការអន្តរាគមន៍ពីស្ថាប័នរដ្ឋកំពូលដូចជាទីស្តីការគណៈរដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីនិងក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ផងដែរតែមិនទទួលបានលទ្ធផលនោះទេតំណាងប្រជាពលរដ្ឋបានលើកឡើងបន្ថែមថាដីដែលមានទំនាស់ទាំងនោះមានទំហំប្រមាណ950ហិកតាហើយពួកគាត់បានកាន់កាប់ដីទាំងនោះតាំងពីឆ្នាំ1985មកម្លេះអាជ្ញាធរដែនដីនិងក្រសួងដែនដីនគររូបនីយកម្មនិងសំណង់មិនអាចតាក់ទងសុំបំភ្លឺជំវិញការចោទប្រកាន់ថាមិនអើពើនឹងចំនួនដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺនេះបាននៅឡើយនោះទេនៅព្រឹកថ្ងៃប្រហ័សទី29ឧសភានេះដោយឡែកលោកនីចរិយាប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាត6បានមានប្រសាសន៍ឲ្យដឹងថាសមាគមអាត6នឹងធ្វើការសិក្សារយៈពេលខ្លីលើឯកសារពាក់ព័ន្ធនានាលើចំនួនដីធ្លីនេះហើយធ្វើការសហការជាមួយអាជ្ញាធរដែនដីដើម្បីដោះស្រាយបញ្ហាដីទំនាស់ទាំងនេះលោកនីចរិយាបានសង្កត់ធ្ងន់ថាអាជ្ញាធរត្រូវធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុនៅពេលដែលប្រជាពលរដ្ឋប្តឹងហើយត្រូវបញ្ឈប់ក្រុមហ៊ុនកុំឲ្យធ្វើការឈូសឆាយលើដីដែលមានចំនួនយ៉ាងណាក៏ដោយសមាគមអាត6នឹងធ្វើការជាមួយប្រជាពលរដ្ឋទាំងនេះដើម្បីឲ្យពួកគាត់ទទួលបានដីទាំងនោះមកធ្វើស្រែចម្ការឡើងវិញ
ជាមួយគ្នានេះដែរតំណាងប្រជាពលរដ្ឋបានអះអាងថាពួកគេនឹងធ្វើការតវ៉ាដើម្បីកាន់កាប់ដីរបស់ពួកគេឡើងវិញបើទោះបីត្រូវរងការបង្ក្រាបពីសំណាក់អាជ្ញាធរបែបណាក៏ដោយកម្មកររោងចក្រវូរីដែលមានទីតាំងនៅក្នុងសង្កាត់ចោមចៅរាជធានីភ្នំពេញប្រមាណជា89នាក់ក្នុងចំណោមកម្មករ 1500 នាក់នៅរសៀលថ្ងៃប្រហ័ននេះបានដួលសន្លប់ជាបន្តបន្ទាប់យ៉ាងណាក៏ដោយការដួលសន្លប់នេះមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេប៉ុន្តែលោកប៉ៅស៊ីណាប្រធានសហព័ន្ធសហជីពកម្មករបានសន្និដ្ឋានក្នុងជំហានដំបូងថាបញ្ហានេះអាចកើតចេញពីការសន្លប់តៗគ្នារបស់កម្មករហើយនឹងបញ្ហាកម្ដៅនៅក្នុងរោងចក្រផងដែរលោកប៉ៅស៊ីណាបានលើកថានៅពេលនេះកម្មករដួលសន្លប់ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យហើយថៅកែរោងចក្រក៏យល់ព្រមឲ្យបុគ្គលិកទាំងអស់ឈប់សម្រាកផងដែរសាធារណរដ្ឋកូរ៉េនឹងចុះទៅលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន$21 លានអាមេរិកដល់រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី2មិថុនាខាងមុខនេះពិធីចុះហត្ថលេខានេះនឹងធ្វើឡើងនៅវេលាម៉ោង 10:30 នាទីនៅឯទីស្តីការក្រសួងការបរទេសក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រីហៅណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានិងលោកគឹមហាន់ស៊ូឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េទឹកប្រាក់ចំនួន$21 លាននឹងត្រូវគេរំពឹងថាកម្ពុជាអាចយកទៅប្រើប្រាស់សម្រាប់គម្រោងចំនួន4ដែលរួមមានគម្រោងគាំទ្រការអភិវឌ្ឍជនបទទីផ្សារមូលបត្រវិស័យសុខាភិបាលនិងការធ្វើឲ្យប្រសើរឡើងនៅផ្លូវទឹកសម្រាប់អភិវឌ្ឍការដឹកជញ្ជូននៅកំពង់ផែភ្នំពេញនេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនៅថ្ងៃទី28ឧសភានេះសភាពាណិជ្ជកម្មបារាំងកម្ពុជាបានប្រកាសកាលពីយប់ម្សិលមិញនៅស្ថានទូតបារាំងថាខ្លួននឹងចេញផ្សាយប្រតិបត្តិព័ត៌មានសេដ្ឋកិច្ចប្រចាំខែមួយដែលមានឈ្មោះថា Entre Franc Cambodia ឬហៅថាវិនិយោគនៅកម្ពុជានៅដើមខែមិថុនាខាងមុខនេះប្រតិបត្តិនេះនឹងបង្ហាញអំពីសកម្មភាពវិនិយោគិនបារាំងនៅកម្ពុជាសុនមេសាជូនព័ត៌មានដើម្បីបង្ហាញពីភាពស្វាហាប់របស់ខ្លួនសភាពាណិជ្ជកម្មបារាំងកម្ពុជានឹងចេញផ្សាយជាលើកដំបូងនៅប្រតិបត្តិព័ត៌មានសេដ្ឋកិច្ចប្រចាំខែមួយដែលមានឈ្មោះថា Entre Franc Cambodiaប្រតិបត្តិនេះគឺនឹងជួយលើកកម្ពស់ការវិនិយោគនៅកម្ពុជាដែលជាទិសដៅនៃវិនិយោគិនបារាំងនេះបើតាមការបញ្ជាក់ពីលោកប៉ាទ្រីក ភៀរ៉ាអ្នកដឹកនាំប្រតិបត្តិនេះលោកបន្តថាប្រតិបត្តិនេះក៏នឹងជួយបន្ថែមព័ត៌មានលើជ្រុងសេដ្ឋកិច្ចមួយនៅកម្ពុជាទៅដល់អ្នកវិនិយោគិនបារាំងដែលបានបោះទុនរួចហើយនិងអ្នកដែលមានគម្រោងបោះទុននៅកម្ពុជាក្រៅពីនេះលោកប៉ាទ្រីកបានបន្ថែមថាប្រតិបត្តិដែលចេញផ្សាយជាភាសាបារាំងមួយនេះនឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការគ្នាកាន់តែជិតស្និទ្ធរវាងសហគ្រិននិងអ្នកវិនិយោគិននានាព្រមទាំងរួមចំណែកលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសហគ្រិនដែលជាសមាជិកសភាពាណិជ្ជកម្មបារាំងផងដែរក្រៅពីការបោះពុម្ពផ្សាយជាសៀវភៅប្រតិបត្តិសេដ្ឋកិច្ចនេះក៏នឹងចុះផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិតបើតាមការបញ្ជាក់ពីលោកប៉ាទ្រីក ភៀរ៉ាជារៀងរាល់ខែប្រតិបត្តិអង្គទៅប្រងកម្ពុជានឹងផ្ដល់ឱកាសដល់តួអង្គសេដ្ឋកិច្ចនៅក្នុងការបញ្ចេញសម្លេងរបស់ខ្លួនដោយនិយាយពីបទពិសោធន៍និងទិសដៅអនាគតនៃក្រុមហ៊ុនបារាំងសម្រាប់ប្រតិបត្តិលើកទី1នេះគឺនឹងមានការចែករំលែកបទពិសោធន៍ពីប្រធានក្រុមហ៊ុន Total នៅកម្ពុជានិងទិសដៅអនាគតរបស់ក្រុមហ៊ុននៅក្នុងទីផ្សារការងារដែលឡាយការបង្ហាញពីការអនុវត្តច្បាប់កំណត់សម្គាល់ភូមិសាស្ត្រផលិតផលនិងទស្សនៈនៃក្រុមហ៊ុនពាណិជ្ជកម្មរិចផងដែរសូមបញ្ជាក់ជូនថាបច្ចុប្បន្នមានក្រុមហ៊ុនបារាំងចំនួន50កំពុងវិនិយោគនៅកម្ពុជាដូចជាផ្នែកវាយនភ័ណ្ឌប្រេងឥន្ធនៈអគ្គិសនីទឹកស្អាតនិងភេសជ្ជៈមានជាតិអាល់កុលក្រៅពីនោះសហគ្រាសធុនតូចនិងមធ្យមដែលកំពុងមានវត្តមាននៅកម្ពុជាគឺមានប្រមាណ100សហគ្រាសការនាំចេញរបស់បារាំងមកកាន់កម្ពុជាកាលពីឆ្នាំ2013កន្លងទៅមានទឹកប្រាក់ប្រមាណ64លានអឺរ៉ូប្រមាណជា87លាន9សែនដុល្លារការនាំចេញច្រើនជាងគេរបស់បារាំងគឺឱសថកសិចំណីអាហារឧបករណ៍គ្រឿងយន្តនិងគ្រឿងសម្អាងដើម្បីសម្រួលនិងលើកទឹកចិត្តដល់ការវិនិយោគិនបារាំងប្រធានសភាពាណិជ្ជកម្មបារាំងកម្ពុជាលោកស្រី Céline Bagouleverger បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាគិតគូរពីតម្លៃអគ្គិសនីនិងការអនុវត្តច្បាប់ពាណិជ្ជកម្មឲ្យមានតម្លាភាពអ្នកស្រីមុំសូម៉ាលីដែលត្រូវបានគេស្គាល់ថាជាសកម្មជនប្រឆាំងទៅនឹងទាសករផ្លូវភេទនោះបានលាលែងចេញពីមូលនិធិរបស់អ្នកស្រីហើយបន្ទាប់ពីត្រូវបានចោទសួរពីរឿងរ៉ាវដ៏គួរឲ្យរន្ធត់ដែលអ្នកស្រីត្រូវបានគេលក់ឲ្យធ្វើជាស្រីបេសកចាកាលពីកុមារភាពនោះការលាលែងនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនច្បាប់របស់សហរដ្ឋអាមេរិកមួយឈ្មោះថា Goodwin Procter ដែលបានចាប់ផ្ដើមស៊ើបអង្កេតទៅលើប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកស្រីនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិអ្នកស្រីដែលចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅនេះដោយមិនបានបង្ហាញលម្អិតអំពីការអង្កេតនោះទេសូមបញ្ជាក់ថាអ្នកស្រីមុំសូម៉ាលីជាជនដ៏ល្បីល្បាញម្នាក់របស់កម្ពុជាដែលធ្លាប់ទទួលងារថាជាវីរនារី CNN ប្រចាំឆ្នាំថែមទៀតផងប៉ុន្តែថ្មីៗនេះអ្នកស្រីកំពុងតែស្ថិតនៅក្នុងភាពដ៏ចម្រូងចម្រាស
យប់ផ្ដើមព័ត៌មានអន្តរជាតិដោយនិយាយអំពីការរករកយន្តហោះម៉ាឡេស៊ីដែលបានបាត់ខ្លួនអស់រយៈពេលជិត3ខែមកហើយនេះនៅថ្ងៃប្រហ័ននេះអូស្ត្រាលីទើបបានប្រកាសថាទីតាំងដែលគេរករកកន្លងទៅនេះមិនមែនជាទីតាំងដែលយន្តហោះម៉ាឡេស៊ីធ្លាក់នោះទេដោយសារតែគេបានរករកសពកន្លែងអស់ហើយទាំងនៅលើផ្ទៃទឹកនិងនៅបាតសមុទ្រដោយប្រើយានមួយទឹកគ្មានមនុស្សបើកក៏ប៉ុន្តែរកមិនឃើញអ្វីទាំងអស់ដែលទាក់ទងទៅនឹងយន្តហោះដែលបានបាត់នោះយើងនឹងវិលមកលំអិតព័ត៌មាននេះជាបន្តទៀតនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់យើងនៅពេលបន្តិចទៀតនេះដែលយើងនឹងមានបទអន្តរាគមន៍ពីសេងឌីណាលោក Edward Snowden អតីតបុគ្គលិកពីភ្នាក់ងារចារកិច្ចអាមេរិកដែលបានបញ្ចេញឯកសារសម្ងាត់អំពីសកម្មភាពរបស់ NSA និងដែលសប្តាហ៍ថ្ងៃកំពុងភៀសខ្លួនរស់នៅក្នុងប្រទេសរុស្ស៊ីនោះបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខឲ្យទូរទស្សន៍អាមេរិក NBC កាលពីថ្ងៃពុធទី28ឧសភានៅក្នុងបទសម្ភាសន៍នោះលោក Snowden បានបញ្ជាក់ជាថ្មីថាលោកមិនមានការសោកស្ដាយចំពោះរឿងរ៉ាវដែលលោកបានធ្វើនាពេលកន្លងមកទេហើយនឹងថាលោកមានបំណងចង់ត្រឡប់ទៅអាមេរិកវិញសូមស្ដាប់គុជគុណធីរានេះមិនមែនជាលើកទី1ទេដែលលោក Edward Snowden បានចេញមុខការពារនៅទង្វើដែលលោកបានធ្វើនិងដែលលោកនៅតែចាត់ទុកថាត្រឹមត្រូវយុត្តិធម៌បច្ចុប្បន្នកំពុងភៀសខ្លួនរស់ក្នុងប្រទេសរុស្ស៊ីលោក Snowden បានទទួលសិទ្ធិជ្រៅកោនក្នុងនាមជាជនភៀសខ្លួនរយៈពេល1ឆ្នាំនិងដែលលោកត្រូវសូមបន្តបន្ថែមនៅខែសីហាខាងមុខតែលោកបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក NBC ថាប្រសិនបើលោកមានកន្លែងណាផ្សេងដែលត្រូវទៅនោះគឺគ្មានកន្លែងណាក្រៅពីផ្ទះរបស់លោកនៅសហរដ្ឋអាមេរិកទេនឹងថាលោកគ្មានបំណងណាមួយដើម្បីបញ្ចប់ជីវិតខ្លួននៅក្នុងទឹកដីរុស្ស៊ីឡើយនៅក្នុងបទសម្ភាសន៍នោះដដែលលោក Snowden បានការពារខ្លួនជាចរបុរសរុស្ស៊ីនិងជាបុរសម្នាក់ដែលបានធ្វើកិច្ចការដើម្បីប្រយោជន៍ល្អទាំងអស់គ្នាទន្ទឹមគ្នានេះលោក Snowden ក៏បានបញ្ជាក់ជាថ្មីម្ដងទៀតថាលោកគ្មានការសោកស្ដាយបន្តិចណាសោះចំពោះទង្វើដែលលោកបានធ្វើកន្លងមកព្រោះវាជាកាតព្វកិច្ចមួយដែលត្រូវតែធ្វើដោយខានមិនបានតែនេះមិនមែនជាការយល់ឃើញរបស់រដ្ឋបាលអាមេរិកកាំងឯណាអញ្ចឹងហើយបានជាតុលាការអាមេរិកបានកាត់ទោសលោកពីបទបានលួចបញ្ចេញឯកសារសម្ងាត់របស់រដ្ឋដែលត្រូវជាប់គុកជាច្រើនឆ្នាំការផ្ដល់បទសម្ភាសន៍ជាថ្មីរបស់លោក Snowden ពេលនេះបានធ្វើឲ្យលោករដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry បញ្ចេញប្រតិកម្មភ្លាមដោយលោក Kerry បានអះអាងថាបើលោក Snowden ជាពលរដ្ឋអាមេរិកកាំងម្នាក់ក្លាហានលោក Snowden ត្រូវតែត្រឡប់ចូលអាមេរិកវិញដើម្បីប្រឈមមុខនឹងតុលាការចំពោះទង្វើរបស់ខ្លួនសូមរំលឹកជូនថាគឺការបញ្ចេញឯកសារសម្ងាត់ស្ដីពីសកម្មភាពរបស់ NSA ពីអតីតបុគ្គលិកទីភ្នាក់ងារចារកិច្ចអាមេរិកនោះនេះហើយតែបានធ្វើឲ្យរដ្ឋបាលអាមេរិកកាំងអាម៉ាស់មុខយ៉ាងខ្លាំងនៅចំពោះមុខក្រុមប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកគឺជាឯកសារដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិកហៅកាត់ថា NSA បានលួចស្ដាប់និងថតទុកនៅកិច្ចសន្ទនាតាមទូរស័ព្ទរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងលោកដោយរាប់បញ្ចូលទាំងប្រទេសជាមិត្តរបស់អាមេរិកទៀតផងនៅថ្ងៃប្រហ័ននេះក្រុមបះបោរគាំទ្ររុស្ស៊ីនៅអ៊ុយក្រែនបានប្រកាសថាបានចាប់ខ្លួនសមាជិកអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប4រូបដែលអង្គការបានបាត់ដំណឹងពួកគេតាំងតែពេលល្ងាចថ្ងៃច័ន្ទដើមសប្តាហ៍មកនោះក្រុមបះបោរសន្យាថានឹងដោះលែងពួកគេហើយនៅល្ងាចថ្ងៃប្រហ័ននេះដែរជាថ្ងៃកំណត់ចុងក្រោយដែលអ៊ុយក្រែនត្រូវសងបំណុលឧស្ម័នរុស្ស៊ី$2,000 លានស្របតាមផែនការដោះស្រាយចំនួនឧស្ម័នដែលសហភាពអឺរ៉ុបបានស្នើកន្លងមកបើមិនសងរុស្ស៊ីល្ងាចនេះទេរុស្ស៊ីនឹងមិនចរចាបញ្ចុះថ្លៃឧស្ម័នជាមួយនឹងអ៊ុយក្រែនឡើយព្រមសឿនស៊ូរីណាជួនសេចក្តីរាយការណ៍នៅថ្ងៃប្រហ័ននេះចៅហ្វាយក្រុងស្លាវីយ៉ង់នៅភាគខាងកើតអ៊ុយក្រែនដែលជាអ្នកទទួលខុសត្រូវក្រុមផ្ដាច់ទឹកដីនិយមគាំទ្ររុស្ស៊ីបានប្រកាសថាក្រុមខ្លួនបានចាប់ខ្លួនសមាជិកអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប4រូបដែលបាត់ដំណឹងនៅភាគខាងត្បូងក្រុងដូណេតតាំងពីថ្ងៃច័ន្ទកន្លងមកនោះសមាជិកអង្គការសន្តិសុខអឺរ៉ុបទាំង4រូបនេះជាជនជាតិដាណឺម៉ាកអេស្តូនីទូគីនិងស្វីសក្រុមបះបោរគាំទ្ររុស្ស៊ីនឹងស៊ើបឲ្យដឹងច្បាស់នៅអត្តសញ្ញាណរបស់ជនទាំង4រូបនេះក្រុមបះបោរចង់ដឹងថាតើជនទាំង4រូបនេះចង់ទៅទីណាក្នុងគោលបំណងអ្វីដែរព្រោះថាក្រុមផ្ដាច់ទឹកដីនិយមបានហាមពួកគេមិនឲ្យបំលាស់ទីមួយរយៈតែជនទាំង4រូបនេះមិនបានស្ដាប់តាមទេចៅហ្វាយក្រុងស្លាវីយ៉ង់ផ្ដាច់ទឹកដីនិយមគិតថាអ្នកសង្កេតការទាំង4រូបនេះអាចនឹងបំពេញបេសកកម្មយោការទោះយ៉ាងនេះក្តីក្រុមបះបោរគាំទ្ររុស្ស៊ីសន្យាថានឹងដោះលែងសមាជិកអង្គការសន្តិសុខអឺរ៉ុបទាំង4រូបនេះប្រធានអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុបបានទាមទារឲ្យដោះលែងសមាជិកខ្លួនដោយគ្មានលក្ខខណ្ឌអង្គការសន្តិសុខអឺរ៉ុបបានចាត់ទុកការឃុំខ្លួនសមាជិកខ្លួនទាំង4រូបថាជាសកម្មភាពបំផ្លិចបំផ្លាញកិច្ចប្រឹងប្រែងអន្តរជាតិក្នុងការជួយដោះស្រាយវិបត្តិអ៊ុយក្រែន
ដោយឡែកល្ងាចថ្ងៃប្រហ័ននេះជាពេលវេលាចុងក្រោយដែលអ៊ុយក្រែនត្រូវសងបំណុលអូស្មန်ជាទឹកប្រាក់ $2,000 លានឲ្យទៅក្រុមហ៊ុន Gazprom រុស្ស៊ីស្របតាមផែនការដោះស្រាយជម្លោះអូស្មန်ដែលសហភាពអឺរ៉ុបបានស្នើឡើងបើអ៊ុយក្រែនមិនអាចសងរុស្ស៊ីល្ងាចនេះទេរុស្ស៊ីនឹងទាត់ចោលការចរចាបញ្ចុះថ្លៃអូស្មန်ដែលលក់ឲ្យអ៊ុយក្រែនក្រុមហ៊ុន Gazprom គម្រាមឈប់បញ្ជូនអូស្មန်ឲ្យអ៊ុយក្រែនចាប់ពីថ្ងៃ3មិថុនាខាងមុខនេះហើយបើរុស្ស៊ីកាត់ផ្តាច់រ៉ូប៊ីណេអូស្មန်បញ្ហានេះអាចប៉ះពាល់ដល់ការផ្គត់ផ្គង់អូស្មန်ឲ្យដល់បណ្ដាប្រទេសអឺរ៉ុបមួយចំនួនប្រឈមនឹងសម្ពាធរុស្ស៊ីប្រធានាធិបតីអ៊ុយក្រែនថ្មីពេត្រូប៉ូរ៉ូឆេនកូបានបង្ហាញនូវគោលបំណងចង់ជួបអាមេរិកនិងអឺរ៉ុបដើម្បីពិភាក្សាពីសម្ព័ន្ធភាពការពារផ្នែកយោធាក្នុងទិសដៅការពារអ៊ុយក្រែនលោកប៉ូរ៉ូឆេនកូលើកឡើងជាហេតុផលថាអ៊ុយក្រែនធ្លាប់ទាត់ចោលអាវុធនុយក្លេអ៊ែរនិងទទួលបានការធានាសន្តិសុខពីរុស្ស៊ីតែឥឡូវនេះអ៊ុយក្រែនឃើញថាការធានាសន្តិសុខនេះលែងមានន័យអ្វីទៀតហើយនៅថ្ងៃប្រហ័ននេះដែរប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះទៅប្រទេសកាហ្សាក់ស្តង់និងបានចុះទៅលេខាបង្កើតសហភាពសេដ្ឋកិច្ចនៅអឺរ៉ុបអាស៊ីជាមួយនឹងប្រធានាធិបតីបេឡារុសនិងប្រធានាធិបតីកាហ្សាក់ស្តង់សហភាពសេដ្ឋកិច្ចអឺរ៉ុបនិងអាស៊ីរវាងប្រទេសទាំង3នេះនឹងត្រូវចាប់ផ្ដើមដំណើរការនៅខែមករាឆ្នាំ2015មានទិសដៅធានាឲ្យផលិតផលសេវាដើមទុនអ្នកធ្វើការនានាអាចចរាចរដោយសេរីសហភាពនេះក៏ដាក់ចេញផងដែរនៅនយោបាយស្រស់ស្រួលគ្នាលើផ្នែកធម្មពលឧស្សាហកម្មកសិកម្មនិងផ្នែកដឹកជញ្ជូនដែលជាវិស័យសេដ្ឋកិច្ចចម្បងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីនេះអាចនឹងជួយពង្រឹងឥទ្ធិពលក្រុងមូស្គូក្នុងចំណោមប្រទេសអតីតសហភាពសូវៀតនានាប្រធានាធិបតីបេឡារុសបានប្រាប់ថាមិនយូរមិនឆាប់អ៊ុយក្រែនក៏នឹងត្រូវចូលខ្លួននៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីនេះផងដែរវិទ្យុបារាំង RFI ភ្នំពេញ92 MHz សៀមរាប92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកអ្នកស្ដាប់ជាទីមេត្រីជាបន្តទៀតនេះលោកនាងនឹងបានស្ដាប់កម្មវិធីផ្សាយរបស់យើងដែលក្នុងនោះរួមមានដំបូងគឺជានីតិភ្ញៀវប្រចាំថ្ងៃដែលរៀបចំជូនដោយវ៉ាសំណប់នៅថ្ងៃនេះសំណប់បានជួបសម្ភាសជាមួយនឹងលោកសេងសុខហេងអ្នកសម្របសម្រួលបណ្ដាញកសាងសន្តិភាពសហគមន៍លោកបាននិយាយថាអង្គភាពប្រឆាំងអំពើពុករលួយអាចដោះស្រាយបញ្ហាដីធ្លីបទល្មើសនេសាទនិងការកាប់បំផ្លាញព្រៃឈើបានក្រោយមកគឺជានីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃដែលរៀបចំជូនដោយសេឌីណាដែលនឹងលើកឡើងអំពីអូស្ត្រាលីប្រកាសថាទីតាំងដែលគេរកន្លងទៅនេះមិនមែនជាទីតាំងដែលយន្តហោះម៉ាឡេស៊ីធ្លាក់នោះទេបន្ទាប់មកទៀតលោកអ្នកនឹងបានស្ដាប់នីតិបទយូការបស់អែមមៀកដែលនិយាយអំពីក្រុងភ្នំពេញនាំស្មៅនិងត្រកួនទៅលក់នៅតាមបណ្ដាខេត្តច្រើននៅក្នុងរដូវប្រាំងនិងនៅចុងបញ្ចប់នៃកម្មវិធីព័ត៌មានរបស់យើងគឺជានីតិខ្ញុំនិយាយពីភាសារៀបចំជូនដោយហៅសម្បត្តិដែលនឹងនិយាយអំពីដំណើរដ៏ស្មុគស្មាញនៃការស្រាវជ្រាវនិងសរសេរនិក្ខត្តបទថ្នាក់បណ្ឌិតភ្ញៀវប្រចាំថ្ងៃភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ AFE នៅថ្ងៃនេះគឺលោកសេងសុខហេងអ្នកសម្របសម្រួលបណ្ដាញកសាងសន្តិភាពសហគមន៍បណ្ដាញកសាងសន្តិភាពសហគមន៍នៅព្រឹកថ្ងៃទី29ឧសភានេះបានដឹកនាំប្រជាពលរដ្ឋរងគ្រោះមកពី24រាជធានីខេត្តក្រុងឡើងមកជួបជុំគ្នានៅក្នុងទីក្រុងភ្នំពេញដើម្បីដង្ហែញត្តិដាក់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនិងរដ្ឋសភាឲ្យជួយដោះស្រាយបញ្ហាដីធ្លីបទល្មើសនេសាទការកាប់បំផ្លាញព្រៃឈើនិងការផ្លាស់ប្តូរទីលំនៅដោយបង្ខំជាដើមបើតាមលោកសេងសុខហេងអង្គភាពប្រឆាំងអំពើពុករលួយពិតជាអាចជួយដោះស្រាយបញ្ហាទាំងអស់ខាងលើនេះបានសូមស្ដាប់បទសម្ភាសន៍របស់វ៉ាសំណប់ជាមួយនឹងលោកសេងសុខហេងដូចតទៅខ្ញុំសូមជម្រាបសួរលោកសេងសុខហេងបាទជម្រាបសួរលោកសេងសុខហេងនៅព្រឹកមិញនេះប្រជាពលរដ្ឋជាង 1000 នាក់ដែលអះអាងថាមកពីបណ្ដាញសហគមន៍នៅទូទាំង24រាជធានីខេត្តក្រុងបានដង្ហែញត្តិដាក់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនិងរដ្ឋសភាតើញត្តិដែលដាក់ទៅអង្គភាពទាំងពីរនេះទាមទារអ្វីឲ្យពិតប្រាកដបាទទៅនឹងអ្វីដែលខាងសហគមន៍រងគ្រោះលើការរំលោភដីធ្លីការបដិញ្ញដែលនេសាទហើយនឹងបញ្ហាកាប់បំផ្លាញព្រៃឈើដែលយើងបានធ្វើការដាក់ញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយនៅរដ្ឋសភាជាតិនេះគឺក្នុងគោលបំណងយើងស្នើសុំឲ្យស្ថាប័នទាំងពីរមានដូចជាអង្គភាពប្រឆាំងអំពើពុករលួយនិងរដ្ឋសភាហ្នឹងគឺធ្វើការអន្តរាគមន៍ជាបន្ទាន់ទៅដល់មន្ត្រីមានសមត្ថកិច្ចហើយនឹងអាជ្ញាធរដែនដីព្រមទាំងអ្នកមានលុយមានអំណាចមួយចំនួនដែលកំពុងតែគិតគ្នាកាប់បំផ្លាញព្រៃឈើការបណ្ដោយឲ្យមានបទល្មើសនេសាទការអូសបន្លាយនៅការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋព្រមទាំងការបដិញ្ញប្រជាពលរដ្ឋដោយគ្មានសំណងសមរម្យអីជាដើមអញ្ចឹងយើងបានដាក់ក្នុងពេលព្រឹកមិញហ្នឹង
បាត់លោកសេងសុកហេងលោកបានបញ្ជាក់ថាប្រជាពលរដ្ឋជាង 1000 នាក់ដែលតវ៉ាឬក៏ដាក់ញត្តិដង្ហែព្រឹកមិញហ្នឹងគឺមកពី24រាជធានីខេត្តក្រុងតើលោកអាចបញ្ជាក់បានទេថាពួកគាត់នឹងមានការជួយសម្របសម្រួលពីអង្គការណាដែរទេបាទតាមពិតទៅអង្គការវាមានគាត់មានច្រើនគាត់ធ្វើខ្លះគាត់ជួយបែបបច្ចេកទេសអ្នកខ្លះគាត់ជួយបែបជាធនធានខ្ញុំទៅមានរົບស្រុកអង្គការនោះបាទដូចជាខាងអាត់ហុកលីកាដូទៅគាត់ជួយផ្នែកបច្ចេកទេសផ្នែកច្បាប់ឬក៏ច្រាកឬក៏ UN ទៅគាត់ជួយផ្នែកmonitor ទៅលើច្បាប់ថាតើការអនុវត្តឬក៏ការប្រសិទ្ធរបស់ទៀតនោះវាត្រូវបានគោរពដោយរដ្ឋាភិបាលហើយអង្គការមួយចំនួនទៀតគឺគាត់ជួយទៅលើធនធានខ្លះគាត់ជួយជាអាហារអីអញ្ចឹងទៅខ្លះក៏គាត់ជួយជាថវិកាតិចតួចសម្រាប់ដោះស្រាយបញ្ហាទៅវិញទៅមកហើយការមកព្រមវិញគឺសហគមន៍ខ្លះគាត់ស្នាក់នៅតាមប្រទេសបងប្អូនយើងនៅសហគមន៍ភ្នំពេញដែលយើងស្គាល់ទៅយើងស្នាក់នៅខ្លះហើយខ្លះគាត់អាចស្នាក់នៅចំណាយលុយស្នាក់នៅតាមផ្ទះសំណាក់អីខ្លះដែរបាទហើយប្រជាពលរដ្ឋដែលឡើងមកតវ៉ាឬក៏តំណាងមកថ្ងៃនេះសុទ្ធតែជាអ្នករងគ្រោះទាំងអស់ឬក៏យ៉ាងណាដែលឡើងមកសុទ្ធតែជាអ្នករងគ្រោះជួបបញ្ហាផ្ទាល់បាទអ្នកខ្លះដូចជាបញ្ហាដែលទីអ្នកខ្លះគាត់ជួបមកជាង10ឆ្នាំអ្នកខ្លះ5 6ឆ្នាំអ្នកខ្លះទៅកំពុងតែកើតបើគឺគាត់មកហោហែមករាប់ឆ្នាំមកដែលគាត់មិនទាន់បានទទួលដំណោះស្រាយឲ្យបានសមរម្យនៅឡើយបាទលោកសេងសុកហេងបាននិយាយអំពីស្ថាប័នរដ្ឋសភាខ្ញុំមិនមានចម្ងល់នោះទេសម្រាប់ការដាក់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតប៉ុន្តែហេតុអ្វីបានជាតំណាងសហគមន៍ដែលអះអាងថាមកពី24រាជធានីខេត្តក្រុងនៅព្រឹកមិញនេះដាក់ញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយតើអង្គភាពប្រឆាំងអំពើពុករលួយអាចជួយដោះស្រាយបញ្ហាដីធ្លីឬក៏បទល្មើសនេសាទការកាប់បំផ្លាញព្រៃឈើនិងការផ្លាស់ប្ដូរទីលំនៅដោយបង្ខំនឹងបានដែរឬយ៉ាងណាខ្ញុំគិតថាអង្គភាពប្រឆាំងអំពើពុករលួយមានសមត្ថកិច្ចក្នុងការជំរុញរឿងនេះបាទព្រោះថាអង្គភាពប្រចាំពុករលួយគឺមិនមែនធ្វើតែលើរឿងអីពុករលួយផ្សេងទៅលើអីទេប៉ុន្តែក៏ធ្វើគ្រប់រឿងអតកៈដែរទៅនឹងអង្គពុករលួយហើយមូលហេតុដូចនិយាយទៅខាងដើមថាមូលហេតុដែលខាងបណ្ដាញសហគមន៍ជ្រើសរើសនេះគឺដោយសារតែយើងរកឃើញថាមន្ត្រីជំនាញគាត់ជាប់ពាក់ព័ន្ធមួយចំនួនឬក៏អាជ្ញាធរមួយចំនួនជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តបទល្មើសហើយការប្រព្រឹត្តបទល្មើសមិនមែនចាំតែគេសោកលុយហៅថាប្រព្រឹត្តបទល្មើសប្រព្រឹត្តបទអំពើពុករលួយទេពេលខ្លះគាត់យកទូនាទីគាត់ក្នុងនាមជាមន្ត្រីរាជការនោះទៅរកស៊ីបែបបំផ្លាញធនធានធម្មជាតិក៏យើងចាត់ទុកថាជាអំពើពុករលួយដែរក្នុងប្រទេសគេគឺមានច្រើនណាស់នៅអីផ្សេងនោះបាទសូម្បីតែនៅប្រទេសដូចជានៅជប៉ុនអីនាយករដ្ឋមន្ត្រីមុនដែលយើងបានដឹងមិនមែនថាសូម្បីតែគេលើកប្រទេសឲ្យគាត់ដែលមិនអោយលុយក៏គេចាត់ទុកថាជាអំពើពុករលួយដែរគេចាត់ប្រកាន់បានដែរយ៉ាងណាមិញស្រុកយើងដូចគ្នាបាទមន្ត្រីមួយចំនួនអុកញ៉ាមួយចំនួនឬក៏អាជ្ញាធរមួយចំនួនគឺគាត់សុទ្ធតែជាប់ពាក់ព័ន្ធនេះរួមទៅវាជាប្រព័ន្ធពុករលួយខ្ញុំទៅថាពុករលួយទៅតាមវិស័យព្រៃឈើពុករលួយរឿងព្រៃឈើវិស័យដីធ្លីពុករលួយរឿងវិស័យដីធ្លីវិស័យនេសាទរឿងនេសាទវិស័យអីគឺមានអំពើពុករលួយគ្រប់វិស័យទាំងអស់ដែលយើងបានរកឃើញបាទនៅមុននេះលោកបានដាក់បន្ទុកតែទៅលើបញ្ហាការបំផ្លាញព្រៃឈើបញ្ហានេសាទបញ្ហាដីធ្លីតែទៅលើអាជ្ញាធរតែប៉ុណ្ណោះដោយឡែកកន្លងមកក៏មានការចោទប្រកាន់ថាប្រជាពលរដ្ឋឬក៏ឈ្មួញទេដែលនាំទៅដល់ការបំផ្លិចបំផ្លាញទាំងអស់នេះតើលោកយល់យ៉ាងណាជាទូទៅយើងមិននេះទេយើងមិនហាមមិនបន្ទោសថាប្រជាពលរដ្ឋយើងមិនបានពាក់ព័ន្ធទេប្រជាពលរដ្ឋគាត់ពាក់ព័ន្ធយ៉ាងម៉េចគាត់ក៏មានការចូលរួមកាប់បំផ្លាញទេមិនមែនន័យថាបដិសេធថាប្រជាពលរដ្ឋខ្លះគាត់មិនបានចូលរួមកាប់នេះគឺគាត់ចូលរួមកាប់ចូលរួមយ៉ាងម៉េចទី1យើងមើលពីស្ថានភាពរបស់គាត់ខំកន្លែងខ្លះគាត់ខំការពារប៉ុន្តែគាត់ត្រូវប្រឈមទៅនឹងការគំរាមកំហែងនានាតាំងពីការបដិងផ្ដាល់តាំងពីការប្រមាថទៅលើអាយុជីវិតរបស់គាត់ហើយតែគុំខ្លះពេលគាត់តវ៉ាទៅគេកាត់គេបានលុយគេអត់មានបញ្ហាប្រឈមគាត់តវ៉ាគាត់ខំការពារសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋសម្រាប់ប្រយោជន៍ប្រទេសជាតិបែរជាមានទទួលរងនឹងការគំរាមកំហែងឬក៏ប្រព្រឹត្តបំភ័យសពបែបយ៉ាងទាំងអស់ចាំពេលខ្លះគាត់ក៏បោះបង់អាការពារទៅចូលរួមកាប់ហើយទីទៀតដោយសារតែជីវភាពគាត់ខ្វះខាតបើមិនជាគាត់មិនកាប់ទេពេលខ្លះគឺជីវភាពគាត់ត្រូវខ្សត់ត្រូវនឹងជួបបញ្ហាលំបាកហើយការកាប់ដូចជាស្រុកក៏យើងគិតថាក៏មានប្រជាប្រដ្ឋពីចំណាក់ថាពីកន្លែងផ្សេងដូចជានៅតំបន់ព្រៃឡង់ក្តីតំបន់នៅភូមិភាគឦសានក្តីតំបន់យើងក្តីគឺភាគច្រើនគឺក៏មានប្រជាប្រដ្ឋដែលគាត់ពីតំបន់ផ្សេងទៅចូលរួមកាប់ហើយការកាប់នោះគឺកាប់ស៊ីកាប់ថាមានលុយមានអំណាចទៅគេកាងយ៉ាងទៅដល់កាងទៅគឺខាងប្រជាប្រដ្ឋគឺកាប់លក់ឲ្យក្រុមមានលុយគេកាងឯងតាមការផ្ដល់ឱកាសបើកចំហពីមន្ត្រីជំនាញនៅតាមតំបន់នោះគឺគាត់កាប់ឲ្យគេប៉ុន្តែមិនថាគាត់កាប់ដឹកទៅលោកឯងគឺអត់បានទេគឺកាប់ត្រូវលក់ឲ្យមានថាឈ្មោះកដាលគេទិញក៏មកមានតកែធំជាអុកញ៉ៃនោះគេចាំទិញបន្តទៀតនំចេញទៅក្រៅហ្នឹងបាទ
ยังมีในทางการបំផ្លាញធនធានធម្មជាតិទាំងអស់នេះក៏មានការជាប់ពាក់ព័ន្ធប្រជាពលរដ្ឋក៏ដូចជាឈ្មួញនិងអាជ្ញាធរផងដែរអញ្ចឹងបាទហើយយើងទៅសំដៅថានឹងវាជាប់ពាក់ព័ន្ធអញ្ចឹងតាមពិតទៅសប្តាហ៍គេបរិយាសាមានន័យថាគេប្រើកម្លាំងប្រជាពលរដ្ឋជាអ្នកបំផ្លាញបីរូបភាពមើលទៅថាជាបំផ្លាញឯតាមពិតបើសិនជាយើងសិក្សាឲ្យស៊ីជម្រៅថាតើអ្នកណានៅពីក្រោយខ្នងនៃការកាប់បំផ្លាញនោះក៏ប៉ុន្តែគាត់ថាការកាប់សម័យដូចនេះថាគេខ្ចីដៃប្រជាពលរដ្ឋគេប្រាប់យកឲ្យជាអ្នកធ្វើប៉ុន្តែឈ្មោះគាត់មានណៃគឺចាប់ប្រមូលចំក្រោយពេលដែលប្រយុទ្ធគាត់នេះឲ្យតាមដឹកចេញពីព្រៃមកហើយទៀតអនគឺជាអ្នកទទួលទិញបាទលោកសេងសុកហេងនៅព្រឹកមិញយើងឃើញថាការហែកក្បួនរបស់សហគមន៍ទាំង24រាជធានីខេត្តក្រុងហ្នឹងដោយមិនមានបញ្ហាការរារាំងណាមួយនោះទេតាមមកពីហេតុអ្វីទៅបាទរឿងនេះខ្ញុំហាជាក៏មានការចម្លែកដែរតាមពិតទៅការដង្ហែក្បួននេះក៏យើងបានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញដែរហើយក្រោយមកក៏ខាងសាលារាជធានីក៏គាត់មានអនុញ្ញាតឲ្យយើងហែគាត់បានបដិសេធហើយដល់យើងប្រជុំម្ដងជា2ដងហ្នឹងតែយើងមិនដឹងថាយ៉ាងម៉េចទេដល់ពេលសហគមន៍គាត់បដិញ្ញាតែរឿងកោះគាត់មិនឲ្យគាត់ហែគាត់ត្រូវតែហែដែរដាក់ស្ងាត់នោះវាមិនល្អទេដាក់ទៅមិនដឹងថាយកមិនដឹងរបស់គាត់ទៅណាហើយវាអត់សូវមានការដឹងឮពីបណ្ដាញសារព័ត៌មានពីសាធារណជនអញ្ចឹងគាត់គិតថាគាត់ត្រូវតែដាក់ហើយគាត់រំពឹងថាដាក់នឹងហេតុគឺដឹងតែត្រូវបានអាជ្ញាធរបង្ក្រាបហើយដឹងតែបង្ក្រាបព្រោះរយៈពេលប្រហែលបាទដឹងហើយមិនគាត់នៅតែប៉ុន្តែយើងត្រូវតែជំនះព្រោះថាបើសិនជាយើងមិនធ្វើទេបញ្ហាដៃទីរបស់យើងនៅតែបន្តកើតមានបញ្ហាកាប់ព្រៃឈើនៅតែមានការបដិញ្ញនៅតែមានការប្រព្រឹត្តបទល្មើសទៅលើដែននេសាទក៏នៅតែមានបាទលោកសុខហេងតាក់ទងទៅនឹងការដាក់ញត្តិនៅព្រឹកមិញដែរតើលោកសង្កេតឃើញថាអង្គភាពប្រចាំអំពើពុករលួយក៏ដូចជារដ្ឋសភានឹងបានទទួលយកញត្តិរបស់សហគមន៍នឹងដោយរបៀបណាដែរហើយតើពួកគាត់មានការសន្យាយ៉ាងណាដែរអ្វីដែលយើងបានដាក់ញត្តិព្រឹកមិញគឺយើងខាងទាំងអង្គភាពប្រឆាំងអំពើពុករលួយហើយនឹងរដ្ឋសភាជាតិគាត់បានឲ្យតំណាងយើង7នាក់ចូលទៅដាក់ញត្តិនៅក្នុងការិយាល័យនៅក្នុងរដ្ឋសភាហើយនឹងអង្គភាពចាប់ពុករលួយហើយក៏ប៉ុន្តែគាត់ថាការសន្យាថាមិនបាននោះមិនទាន់ដឹងទេខាងអ្នកទទួលពាក្យហ្នឹងគាត់ថានឹងបញ្ជូនពាក្យហ្នឹងទៅដល់ថ្នាក់លើទៀតដើម្បីគាត់ពិនិត្យនឹងធ្វើការអន្តរាគមន៍ទៅលើពាក្យបណ្ដឹងរបស់ប្រជាសហគមន៍ទូទាំង24ខេត្តក្រុងនេះតើលោកមានរំពឹងថាញត្តិរបស់លោកនឹងត្រូវបានទទួលការដោះស្រាយដែរទេយើងរំពឹងថាស្ថាប័នទាំងពីរហ្នឹងមិនធ្វើបង្ងាយកន្តើយទៅលើពាក្យបណ្ដឹងរបស់យើងទេព្រោះថាកន្លងមកខាងស្ថាប័នទាំងពីរនេះក៏គាត់ចាប់ផ្ដើមធ្វើបណ្ដាំណាទាក់ទងនឹងរឿងអំពើពុករលួយនេះហើយយើងជឿជាក់ថាបណ្ដឹងញត្តិស្ដីអំពីអំពើពុករលួយទាក់ទងនឹងវិស័យដីធ្លីព្រៃឈើលំនៅឋាននេសាទហើយនឹងធ្វើទៅធម្មជាតិនេះគឺជាប្រធានបទមួយថ្មីក្តៅកគុកដែលយើងជឿជាក់ថាស្ថាប័នទាំងពីរនេះគឺមិននៅស្ងៀមទេបើនៅស្ងៀមបាទប្រជាពលរដ្ឋគាត់គិតថាគាត់នឹងមកធ្វើការតវ៉ាជាទ្រង់ទ្រាយធំម្ដងទៀតឬក៏អាចធំនេះយើងអត់ដឹងទេគាត់នឹងប្រញ្ញាគិតនឹងត្រូវតវ៉ាម្ដងទៀតមួយទៀតក៏យើងជឿជាក់ថាបើសិនជាស្ថាប័នទាំងពីរនេះបាទគាត់ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋប្រជារាស្ត្ររបស់ខ្លួនឯងហើយធ្វើបង្ងាយកន្តើយមានចាត់វិធានការក៏បង្ហាញឲ្យច្បាស់ថាស្ថាប័នរបស់រដ្ឋាភិបាលនឹងគឺអសមត្ថភាពក្នុងការដោះស្រាយបញ្ហាជនជាតិពលរដ្ឋបាទលោកសេងសុកហេងមុននេះលោកបានបញ្ជាក់ឲ្យថាគោលបំណងនៃការដាក់ញត្តិនៅថ្ងៃនេះយើងឃើញថាមានច្រើនតាក់ទងទៅនឹងបញ្ហាព្រៃឈើផងបញ្ហានេសាទផងហើយក៏មានបញ្ហាចំនួនដីធ្លីថែមទៀតផងបើអញ្ចឹងតើសហគមន៍របស់លោកចង់ឲ្យអាជ្ញាធរឬក៏អង្គភាពទាំងពីរដែលលោកបានដាក់ញត្តិនៅថ្ងៃនេះនឹងដោះស្រាយបញ្ហាណាមួយមុនគេជាអាទិភាពរឿងនេះវាជារឿងមួយពិបាកថាតើយើងសម្រេចថាឲ្យគាត់បោះស្រាយបញ្ហាមុនគេព្រោះថាបើយើងមើលទៅលើស្ថានភាពសង្គមបច្ចុប្បន្ននេះបញ្ហាដែលក្តៅកគុកហើយកំពុងតែកើតឡើងខ្លាំងនោះគឺរឿងព្រៃឈើការកម្រៃព្រៃឈើទំនាស់ដីធ្លីហើយនឹងបទល្មើសនេសាទបាទខ្លាំងមែនទែនអញ្ចឹងអ្វីដែលយើងបានធ្វើការឯកភាពរវាងអ្នកដែលរងគ្រោះយើងគិតថាយើងទាមទារឲ្យខាងអង្គភាពប្រឆាំងអំពើពុករលួយហើយនឹងរដ្ឋសភាជាតិនោះគឺអន្តរាគមន៍ទៅលើបញ្ហាទាំង3នេះជាបញ្ញត្តិព្រោះថាទាំង3នេះគឺសុទ្ធសឹងតែជារឿងមួយសំខាន់ដែលមិនអាចខ្វះមួយណាបានដែលយើងត្រូវតែជំរុញឲ្យខាងស្ថាប័នទាំងពីរនេះយកចិត្តទុកដាក់ខ្ពស់ហើយនឹងចាត់វិធានការជាបន្ទាន់ក្នុងការដោះស្រាយទៅលើបញ្ហាទាំង3ដែលខ្ញុំបាននិយាយជម្រាបជូនអំបញ្ញមិញនេះបាទសូមអរគុណយ៉ាងជ្រាលជ្រៅលោកសេងសុខហេងអ្នកសម្របសម្រួលបណ្ដាញកសាងសន្តិភាពសហគមន៍ដែលបានចំណាយពេលមកផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ AFE នៅក្នុងបន្ទប់ផ្សាយផ្ទាល់តែម្ដងខ្ញុំសូមអរគុណសូមជម្រាបលាលោកសុខហេងសូមអរគុណកម្មវិធីនេះសហការឧបត្ថម្ភដោយអសតគីណាល់មួយសម្រាប់ការឈឺចុកចាប់មួយគីណាល់E3សម្រាប់ព្យាបាលហើមក្រិចថ្លោះកម្ពុជា Live ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី1នៅកម្ពុជាស៊ីម៉ងអិនទ្រីពេជ្រ
សុភរឹងសុភជាប់និងរមណីយដ្ឋានណាតាយាជាឋានសួគ៌ត្រូពិចសម្រាប់លោកអ្នកព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅថ្ងៃប្រហ័ននេះយើងមានបទអន្តរាគមន៍ដោយសេងឌីណាជំរាបសួរឌីណាជំរាបសួរធីតាចាអាញាធរអូស្ត្រាលីដែលជាអ្នកសម្របសម្រួលប្រតិបត្តិការស្វែងរកយន្តហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីទើបនឹងប្រកាសនៅថ្ងៃប្រហ័ននេះថាតំបន់ដែលគេធ្វើការរកនៅបាតសមុទ្រកន្លងមកនេះមិនមែនជាទីតាំងដែលយន្តហោះធ្លាក់នោះទេតើសំអាងទៅលើមូលហេតុអ្វីបានជាគេហ៊ានសន្និដ្ឋានបែបនេះបាទធីតាគេសន្និដ្ឋានបែបហ្នឹងដោយសារតែគេបានធ្វើការរកសពកន្លែងអស់ហើយទាំងការរកនៅលើផ្ទៃទឹកនិងនៅបាតសមុទ្រដែលមានប្រើយានមុជទឹកគ្មានមនុស្សបើកផងក៏ប៉ុន្តែរកមិនឃើញអ្វីទាំងអស់ដែលតាក់ទងទៅនឹងយន្តហោះដែលបាត់ហ្នឹងប្រអប់ខ្មៅក៏រកមិនឃើញហើយសូម្បីតែបំណែកយន្តហោះណាមួយក៏មិនឃើញមានគេគិតថាបើសិនជាយន្តហោះហ្នឹងពិតជាធ្លាក់នៅកន្លែងហ្នឹងមែនគេមិនអាចថាមិនរកឃើញអ្វីសោះបែបហ្នឹងទេអញ្ចឹងហើយបានជាគេសន្មតថាកន្លែងដែលគេរកកន្លងទៅហ្នឹងមិនមែនជាកន្លែងដែលយន្តហោះធ្លាក់ទីណាចាចុះកាលពីដំបូងតើគេសំអាងទៅលើអ្វីបានជាគេកំណត់ទីតាំងនោះថាជាកន្លែងដែលយន្តហោះធ្លាក់ទៅវិញបាទគេកំណត់យកទីតាំងនោះពីដំបូងដោយសំអាងទៅលើទិន្នន័យដែលបានពីផ្កាយរណបហើយដែលវិភាគនិងគណនាដោយក្រុមហ៊ុនមួយរបស់អង់គ្លេសឈ្មោះ Inmarsat ជាដែរថាយន្តហោះជើងហោះហើរលេខ370របស់ក្រុមហ៊ុន Malaysia Airlines នឹងត្រូវបាត់ពីរ៉ាដានៅចន្លោះរវាងប្រទេសម៉ាឡេស៊ីនិងប៉ែកខាងត្បូងប្រទេសវៀតណាមហើយក្រោយពីបាត់ពីរ៉ាដាយន្តហោះនឹងបត់ក្បាលទៅទិសខាងលិចហើយត្រូវរ៉ាដាយោធាចាប់បាននៅក្នុងមហាសមុទ្រឥណ្ឌាគឺនៅខាងលិចម៉ាឡេស៊ីនិងខាងជើងឥណ្ឌូនេស៊ីហើយនៅក្នុងរយៈពេលប្រមាណពី6ទៅ7ម៉ោងក្រោយមកទៀតយន្តហោះនឹងនៅតែបន្តផ្ដល់សញ្ញាទៅផ្កាយរណបដែលអាចឲ្យគេសន្និដ្ឋានបានថាយន្តហោះនឹងគឺកំពុងបន្តហោះហើរនៅឡើយដោយគេកំណត់យកទិសដៅ2គឺថាឬមួយយន្តហោះនឹងហោះទៅទិសខាងជើងកាត់ពីលើប្រទេសកម្ពុជាថៃឡាវនិងចិនរហូតដល់ប្រទេសកាហ្សាស្ថានឬមួយក៏ហោះទៅចុះទៅទិសខាងត្បូងគឺទៅក្នុងមហាសមុទ្រឥណ្ឌាក្រោយមកតាមរយៈការសិក្សានិងការគណនាទៅលើទិន្នន័យផ្កាយរណបក្រុមហ៊ុន Inmarsat របស់អង់គ្លេសបានសន្មតថាយន្តហោះនោះគឺហោះឆ្ពោះទៅទិសខាងត្បូងហើយដោយគណនាទៅតាមបរិមាណសាំងដែលមាននៅលើយន្តហោះគេក៏កំណត់ថាយន្តហោះនោះគឺអាចធ្លាក់នៅក្នុងមហាសមុទ្រឥណ្ឌានៅខាងលិចប្រទេសអូស្ត្រាលីហើយក្រោយមកទៀតនៅដើមខែមេសានៅពេលដែលគេកំពុងតែរករកនៅក្នុងតំបន់សង្ស័យគេចាប់បានសញ្ញាចំនួន4លើកដែលគេកំណត់ថាជាសញ្ញាដែលចេញពីប្រអប់ខ្មៅរបស់យន្តហោះហើយចេញពីទីតាំងដែលគេចាប់បានសញ្ញាចុងក្រោយនឹងហើយទើបគេកំណត់តំបន់ប្រហែលជា850គីឡូម៉ែត្រកន្លះថាជាទីតាំងដែលយន្តហោះធ្លាក់ហើយធ្វើការរកនៅបាតសមុទ្រហើយចុងក្រោយតំបន់ទាំង850គីឡូម៉ែត្រកន្លះហ្នឹងត្រូវគេរកសពកន្លែងអស់តែរកមិនឃើញអ្វីទាំងអស់ទើបគេសន្មតចុងក្រោយថាកន្លែងហ្នឹងមិនមែនជាទីតាំងដែលយន្តហោះធ្លាក់ហើយវិស្វករមកពីកងទ័ពជើងទឹកអាមេរិកក៏បានសន្និដ្ឋានដែរថាសញ្ញាដែលគេចាប់បានកាលពីដើមខែមេសាគឺមិនមែនជាសញ្ញាចេញពីប្រអប់ខ្មៅដូចដែលគេសន្និដ្ឋានពីមុននឹងទេធីតាចាបើអញ្ចឹងតើការរកយន្តហោះនេះនឹងត្រូវបិទបញ្ចប់ត្រឹមនេះហើយយន្តហោះនេះត្រូវបាត់ស្រមោលដោយមិនអាចរកឃើញជារៀងរហូតឬក៏យ៉ាងម៉េចវិញទីណាតាមការប្រកាសរបស់អូស្ត្រាលីគេមិនបញ្ឈប់ការរកយន្តហោះតែត្រឹមហ្នឹងទេគេនឹងបន្តស្វែងរកតទៅទៀតក៏ប៉ុន្តែគេត្រូវចាប់ផ្ដើមពីចំណុច0មកវិញដោយត្រូវធ្វើការសិក្សាលម្អិតមើលនៅរាល់ទិន្នន័យពីដើមឡើងវិញទាំងអស់ដើម្បីកំណត់ទីតាំងថ្មីដែលត្រូវស្វែងរកទិន្នន័យដែលប្រហែលជាគេត្រូវផ្ដោតអាទិភាពខ្ពស់ជាងគេគឺទិន្នន័យផ្កាយរណបដែលគណនាដោយក្រុមហ៊ុន Inmarsat ហើយដែលកំណត់ពីដំបូងថាយន្តហោះហ្នឹងគឺហោះមកធ្លាក់នៅក្បែរប្រទេសអូស្ត្រាលីហ្នឹងប្រសិនបើគេសិក្សាមើលទៅគេកំណត់ថាការគណនារបស់ក្រុមហ៊ុន Inmarsat មិនត្រឹមត្រូវអញ្ចឹងគេត្រូវកំណត់ឡើងវិញទាំងអស់ថាតើយន្តហោះហ្នឹងហោះទៅទិសខាងណាក្រោយពីបាត់ពីរ៉ាដាផ្ទុយទៅវិញបើសិនជាគេនៅតែប្រកាន់យកតាមការសន្និដ្ឋានរបស់ក្រុមហ៊ុន Inmarsat ដដែលដោយគ្រាន់តែសន្មតថាសញ្ញាដែលគេចាប់បានកាលពីដើមខែមេសាមិនមែនចេញពីប្រអប់ខ្មៅអញ្ចឹងនៅក្នុងករណីហ្នឹងប្រតិបត្តិការស្វែងរកយន្តហោះអាចនឹងត្រូវធ្វើនៅក្បែរប្រទេសអូស្ត្រាលីដដែលដោយគ្រាន់តែត្រូវពង្រីកចេញពីតំបន់850គីឡូម៉ែត្រកន្លះនៅទៅជុំវិញផ្សេងទៀតពង្រីកទៅដល់អាជ្ញាធរអូស្ត្រាលីបានកំណត់ថាតំបន់នោះប្រហែលជាអាចរហូតទៅដល់60000គីឡូម៉ែត្រកន្លះន័យថាប្រហែលជា1/3នៃផ្ទៃដីរបស់ប្រទេសកម្ពុជាហើយដែលកន្លែងខ្លះមានជម្រៅរហូតដល់ទៅជាង4000ម៉ែត្រឯណោះទីណាចាក៏ប៉ុន្តែគេថាប្រអប់ខ្មៅរបស់យន្តហោះនេះអាចបន្តឲ្យសញ្ញាបានតែក្នុងរយៈពេល1ខែប៉ុណ្ណោះហើយឥឡូវនេះជិតដល់3ខែទៅហើយដូច្នេះប្រអប់ខ្មៅមិនអាចឲ្យសញ្ញាដើម្បីឲ្យគេចាប់បានទីតាំងទៀតនោះទេតើគេធ្វើមិនអាចរកឃើញយន្តហោះនេះទៅឌីណាប
មកទីដល់ប្រអប់ខ្មៅឈប់ឲ្យសញ្ញាមិនមែនមានន័យថាគេប្រកាសជាមិនអាចរកយន្តហោះនឹងឃើញទេជាក់ស្ដែងករណីបាត់យន្តហោះរបស់ក្រុមហ៊ុន Air France នៅក្នុងមហាសមុទ្រអាត្លង់តិកកាលពីឆ្នាំ 2009 ប្រអប់ខ្មៅក៏ឈប់ឲ្យសញ្ញាដូចគ្នាដែរក៏ប៉ុន្តែគេនៅតែអាចរកបំណែកយន្តហោះនិងរកប្រអប់ខ្មៅឃើញគ្រាន់តែត្រូវការចំណាយពេលវេលាយូរក្នុងករណីយន្តហោះរបស់ក្រុមហ៊ុន Air France ហ្នឹងគេត្រូវចំណាយពេលរហូតដល់ទៅជិត2ឆ្នាំឯណោះទើបរកប្រអប់ខ្មៅឃើញហើយនៅពេលហ្នឹងគេដឹងពីតំបន់ដែលយន្តហោះនឹងធ្លាក់ផងចុះទម្រាំតែករណីយន្តហោះម៉ាឡេស៊ីនៅពេលហ្នឹងដែលគេមិនទាំងដឹងច្បាស់ផងតើយន្តហោះនឹងធ្លាក់នៅកន្លែងណាដូច្នេះការស្វែងរកអាចនឹងត្រូវចំណាយពេលកាន់តែយូរជាងនឹងទៅទៀតទីណាចាអរគុណឌីណាចំពោះបទអន្តរាគមន៍នៅរាត្រីនេះខ្ញុំនិយាយពីភាសា Chronique bilingue នៅក្នុងនីតិខ្ញុំនិយាយពីភាសារបស់យើងនៅសប្តាហ៍នេះលោកហែសម្បត្តិសូមរៀបរាប់ជូនលោកអ្នកស្ដាប់អំពីដំណើរដ៏ស្មុគស្មាញនៃការស្រាវជ្រាវនិងសរសេរនិក្ខេបបទថ្នាក់បណ្ឌិតសូមអញ្ជើញស្ដាប់ដូចតទៅដោយរៀងរាល់ឆ្នាំដែរនៅចុងខែឧសភាខាងមុខនេះគឺជាថ្ងៃដែលនិស្សិតដែលបានបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យគ្រប់ជំនាញទាំងអស់នៅសាកលវិទ្យាល័យ Montréal និងចូលរួមប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាIl s'agit d'une cérémonie de remise des diplômes célébrée selon le rituel de l'Université de Montréal. C'est aussi un moment très attendu des diplômés de doctorat ainsi que de leurs familles respectives. Il s'agira d'un moment mémorable, rempli de joie, de fierté et d'accomplissement parce qu'il marque la fin d'une grande aventure académique pour le plus haut grade de la diplomation universitaire. យើងអាចនិយាយបានថាជាការផ្សងព្រេង aventure académique ព្រោះថាការស្រាវជ្រាវដើម្បីសរសេរនិក្ខេបបទនេះជាប្រតិបត្តិការខាងបញ្ញាដ៏យូរដែលមានរយៈពេលពី3ទៅ5ឆ្នាំឬច្រើនជាងនេះអាស្រ័យនឹងប្រភេទនៃមុខវិជ្ជានិងប្រធានបទនៃការស្រាវជ្រាវហើយដែលលទ្ធផលចុងក្រោយមិនប្រកាសថានឹងបានសម្រេចដោយដែលបានគ្រោងទុក Comme ce que nous rappelle le professeur François Host, je cite Une thèse, c'est une somme de hasards, d'interpellations et d'imprévus. Fin de citation. C'est pour cela que la recherche doctorale est très exigeante et requiert essentiellement la rigueur, la persévérance, l'assiduité, la discipline et surtout la motivation pour réussir. La motivation, qui estភាសាខ្មែរបានសេចក្តីថាការលើកទឹកចិត្តឬការជំរុញខាងផ្លូវចិត្តដែលអាចកើតចេញពីមូលហេតុផ្សេងៗដូចជាការស្រឡាញ់ការសិក្សាស្រាវជ្រាវទស្សនវិស័យអនាគតការងារ perspective d'emploi ការបំពេញបំណងផ្ទាល់ខ្លួនឬសេចក្តីប៉ងប្រាថ្នារបស់គ្រួសារឪពុកម្ដាយជាដើមឡើយ Autrement dit, il y a plusieurs sources de motivation dans les études doctorales qui représentent de différents niveaux d'importance. Mais quelles que soient les sources, la motivation doit être maintenue au cours de cette recherche, ce qui n'est pas évident en effet. Mais une fois décidé, il faudrait vivre avec. ហើយការរក្សាការលើកទឹកចិត្តនេះត្រូវគួបផ្សំជាមួយនឹងចំណង់ចំណូលចិត្តរបស់ខ្លួនផងដែរដែលជាកត្តារួមផ្សំដល់ចម្បងសម្រួលដល់ដំណើរការស្រាវជ្រាវដើម្បីឈានទៅរកភាពជោគជ័យនៃការសរសេរនិក្ខេបបទចំណង់ចិត្តផ្ទាល់ខ្លួន la passion on pourrait s'entendre qu'il ne s'agirait pas nécessairement de se passionner pour un thème mais plutôt pour une question ou pour un problème qui nous interpelle particulièrement ហើយចំណង់ចិត្តនេះអាចនិយាយបានថាជាការងប់ងល់នឹងសំណួរនៃប្រធានបទមួយដែលនាំដល់ការខិតខំប្រឹងប្រែងមិនចំណាយជារៀងរាល់ថ្ងៃគ្មានថ្ងៃខកខាន Parce qu'il faut faire ce que l'on aime pour ne plus travailler. C'est-à-dire, lorsqu'on aime ce que l'on fait, on ne sentirait pas que l'on était en train de travailler, mais plutôt de s'amuser. ចំណែកឯការខិតខំធ្វើការស្រាវជ្រាវប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ la rigueur ការតស៊ូ la persévérance ការព្យាយាម l'assiduité និងមានវិន័យ la discipline ជាពាក្យដែលងាយនឹងក្រឡាស់តែលំបាកនៅក្នុងការអនុវត្តព្រោះវាទាមទារពេលវេលានិងភាពប្រឹងប្រែងដើម្បីបន្សាំខ្លួនបន្តិចម្ដងមុននឹងក្លាយទៅជាទម្លាប់ En ce qui me concerne, après avoir fini ma thèse avec succès,
je peux vous dire que j'ai effectivement suivi ces processus méthodologiques bien rigoureusement. Mais ce que j'apprends aussi de cette réussite est qu'il est également nécessaire d'être flexible. ជាភាសាខ្មែរភាពទន់ភ្លន់នៅក្នុងបរិបទនេះខ្ញុំចង់បានសេចក្តីថាខ្ញុំមិនបោះបង់នៅគោលដៅនៃការសរសេរនិក្ខេបបទទេតែយូរម្ដងខ្ញុំសម្រាកពីការអាននិងសរសេរមួយរយៈពេលខ្លីៗប្រសិនបើចាំបាច់ afin de me permettre en quelque sorte parfois de reculer pour bien sauter de nouveau. Surtout lorsque je me sens perdu dans l'océan des idées, des théories, je m'octroie le droit de m'arrêter sur une île pour profiter un peu de soleil. ដូច្នេះខ្ញុំយល់ថាភាពទន់ភ្លន់ la flexibilité និងភាពរឹងប៉ឹង la vigueur ou le fait d'être rigoureux នៅក្នុងការខិតខំតស៊ូព្យាយាមជាកត្តាបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកប្រៀបដូចជាយីងអេយ៉ាងឬក៏ទុនគួបផ្សំនឹងរឹងដូចនោះដែរ Il est certes nécessaire pour une thèse de doctorat d'aller au bout de soi-même afin de mieux puiser dans notre créativité en faveur d'une meilleure thèse possible. Mais il faudrait également savoir faire le deuil de la perfection afin de pouvoir avancer dans la rédaction et réaliser le projet de thèse comme prévu. ដូចនេះនៅក្នុងការសិក្សាថ្នាក់បណ្ឌិតនេះគឺជាដំណើរផ្សងព្រេងប្រកបដោយការថ្លឹងថ្លែងនិងពិចារណាដ៏គត់មុតព្រមទាំងត្រូវព្យាយាមគោរពតាមវិធីសាស្ត្រស្រាវជ្រាវលើគ្រប់ជំហានមុននឹងអាចឈានដល់គោលដៅចុងក្រោយ La thèse de doctorat est en effet un ouvrage de longue haleine et très exigeant, ce qui fait des thésards une espèce rare. Monsieur le recteur de l'Université de Montréal, Guy Breton, nous disait il y a quelques années que pour 100 jeunes Canadiens qui entrent à l'école primaire, 3 seulement s'inscrivent au doctorat. Et à peine un de ces 3 obtiendra son diplôme. ហើយដូច្នេះហើយទើបខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងនិងមានមោទនភាពដោយជាខ្មែរម្នាក់ដែលបានកើតនិងធំធាត់នៅលើទឹកដីខ្មែរតែមានឱកាសនឹងបានចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Montréal នៅថ្ងៃទី30 ខែឧសភាខាងស្អែកនេះដែលធ្លាប់តែជាសេចក្តីសម័យផ្ទាល់ខ្លួនក៏ដូចជាបំណងប្រាថ្នារបស់ឪពុកម្ដាយនិងបងប្រុសផងដែរ Je ne peux donc qu'en être très reconnaissant car cette aventure du savoir est plutôt personnelle, mais lorsque l'objectif est atteint, c'est toujours une réussite familiale, voire collective. Pour ça, pour ça, Khmien ka kontrol ផ្នែកហិរញ្ញវត្ថុពីរដ្ឋកាណាដា Khmien ka kontrol ផ្នែកបច្ចេកទេសស្រាវជ្រាវពីសាស្ត្រាចារ្យដឹកនាំនិក្ខេបបទដ៏ល្អទៅតាមបទដ្ឋានសាកលវិទ្យាល័យនិងបើគ្មានការគ្រប់គ្រងផ្នែកផ្លូវចិត្តពីក្រុមគ្រួសារឪពុកម្ដាយបងប្អូននិងមិត្តភក្តិទីនោះ La thèse de doctorat serait une très lourde tâche, difficilement réalisable. Et pour mon cas personnel, ce serait probablement une mission impossible. Je profite donc de cette occasion pour leur formuler mes remerciements les plus sincères et les plus profonds. ចំពោះនិស្សិតដែលទើបនឹងចាប់ផ្ដើមឬក៏កំពុងតែបន្តការស្រាវជ្រាវថ្នាក់បណ្ឌិត Je leur dirai bon courage dans vos recherches, ne lâchez surtout pas, car petit à petit l'oiseau fait son nid. Il faudrait vivre son rêve, croire à sa chance et retenir des adages motivants tels que qui cherche trouve. ដូចដែលខ្មែរយើងតែនិយាយថាខំរកទឹកមានខំរៀនទឹកចេះ Voir, c'est savoir. Vouloir, c'est pouvoir. Oser, c'est avoir. Mais avant tout, soyez fidèles à votre objectif malgré la fluctuation et les imprévus de la vie. Et bonne chance. សូមសំណាងល្អដល់ប្រិយមិត្តអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិទាំងអស់សូមអរគុណ បទយូហ្គា
បច្ចុប្បន្នពាណិជ្ជកម្មនាំស្មៅនឹងត្រកួនចេញពីរាជធានីភ្នំពេញទៅលក់នៅតាមខេត្តកំពង់តែកាកបព្រោះអតិថិជនដែលរស់នៅតាមតំបន់ជាប់ផ្លូវជាតិលេខ4និងផ្លូវជាតិលេខ3ត្រូវការទិញទំនិញប្រភេទនេះច្រើនសម្រាប់គោនិងជ្រូករបស់ខ្លួនសូមស្ដាប់បទយូការរបស់អែមមៀដូចតទៅបងទិញអីដែរទិញស្មៅយកឲ្យគួគោប្រមាណដែរគូខ្ញុំនៅផ្ទះគូ4ក្បាលតូចទេបាទចាំមិនបានអត់ទៅរកជ្រោតខ្លួនឯងព្រោះខ្ញុំជាប់ធ្វើការបាទជាប់ធ្វើការធ្វើផ្ទះគេបងហើយយើងទិញម្ដងអស់ប្រមាណដែរទិញយើងឲ្យស៊ីតែឲ្យស៊ីវាអត់ឆ្អែតទេនេះអត់ឲ្យស៊ីចំចាយមួយស៊ីឲ្យស៊ីមួយថ្ងៃអស់ 3000 4000 អញ្ចឹងបងបាទជុំសុភាពរស់ក្នុងភូមិគោកនៅឃុំវ៉ាសស្រុកសំរោងតងខេត្តកំពង់ស្ពឺកំពុងរើសបាច់ស្មៅនៅផ្សារថ្នល់ទទឹងមុននេះបន្តិចលោកគ្រូធីមដែលនៅភូមិព្រៃគោឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្ដាលទើបបានទិញស្មៅនៅទីនេះយកទៅឲ្យគោរបស់គាត់ស៊ីដែរគាត់បានទិញស្មៅឲ្យគោអស់រយៈពេលពី4ទៅ5ឆ្នាំហើយគេលក់ក្នុងមួយបាច់ 1500គេខ្លាំងគីឡូអត់ទេគឺចងបាច់ឲ្យស្រេចយកទៅឲ្យគូស៊ីអត់មានពេលវេលាសម្រាប់ឲ្យស្មៅអញ្ចឹងខ្ញុំរវល់គូ3នេះគ្រាន់តែមិនមែនជាឲ្យវាស៊ីឆ្អែតទេគ្រាន់តែជាប្រឆោតវាដើម្បីវាពិបាកចាប់អ្នកទិញស្មៅឲ្យគូស៊ីក៏មានដែរនៅខេត្តតាកែវរស់សេនដែលជាអ្នកភូមិទួលចាឃុំសំរោងស្រុកសំរោងខេត្តតាកែវតែងទិញស្មៅច្រើននៅខែប្រាំងអស់រយៈពេលពី3ទៅ4ឆ្នាំហើយធម្មតាកាលពីខែប្រាំងហើយយើងដូចខ្ញុំមានគូច្រើនទិញមួយថ្ងៃ2ដុំថ្ងៃ2ដុំអញ្ចឹងសម្រាប់ជួយឲ្យគូចំនួនដែលស្មៅនៅតាមវាលស្រែវាអត់ខ្វះពេលខ្វះស្មៅគឺជាកត្តាដែលជំរុញឲ្យមុខរបរលក់ស្មៅកើតឡើងហើយដែលទាមទារឲ្យមានការនាំស្មៅចេញពីភ្នំពេញយកទៅលក់នៅតាមបណ្ដាខេត្តមិនត្រឹមតែប៉ុណ្ណោះត្រកួនក៏ជាប្រភេទទំនិញសម្រាប់នាំចេញពីរាជធានីភ្នំពេញផងដែរឡុងស៊ីថុលដែលនៅឃុំភ្នាយស្រុកសំរោងទងបានទិញត្រកួនដែលគេដឹកលក់តាមរ៉ឺម៉កលើផ្លូវជាតិលេខ4អត់ទិញនៅស្មៅចាំចាំគួរដែរតែអត់ទិញស្មៅវាស៊ីតែគាត់ថាស្មៅនៅស្រុកមានអត់តែគួរលោកបងបានដែរជួបខ្ញុំតាមមេមួយបងទិញបាក់បាច់ប្រហែលដល់ប្រគួនហ្នឹង800គេអត់មានសាច់ជៀនទិញចំណីទេឬក៏យ៉ាងណាវាអត់សាច់ជាងអានេះយើងអាចនិយាយដែលបាយទិញពីរោងចក្រមកខ្លះយ៉ាងមកបាយក្រៀមយ៉ាងមកកតុកខ្លះយ៉ាងទៅយើងបបឲ្យវាស៊ីទៅអ្នកផ្គត់ផ្គង់ស្មៅតាមរ៉ឺម៉កដូចជាប្រញាប់ណាស់រកសម្ភារស្ទើរមិនបានស្ថិតនៅលើម៉ូតូសាំយ៉ាន់សណ្ដោងកន្ទុយដែលផ្ទុកទៅដោយស្មៅវែងៗនិងត្រកួនពេញវែងវុធីនិយាយខ្លីៗថាអូយូរប្រញាប់យកលុកដកតែ5នាទីឯងឥឡូវញ៉ៅបងដឹកពីណាមកពីលុកថ្មីដឹកយកទៅលុកនៅណានៅផ្សារបងស្ពឺបាទហើយលុកមួយថ្ងៃដាច់អស់ទាំងមួយលម៉កហ្នឹងហ្មងហ្នឹងហើយបងក៏ពីលុកស្មៅលុកតពួនអញ្ចឹងប្រហែលឆ្នាំហើយប្រហែលជាង10ឆ្នាំអូវាកាក់កបយ៉ាងម៉េចទៅបើប្រៀបធៀបនឹងបើយើងធ្លាប់រស់ស៊ីអញ្ចឹងហើយធ្វើម៉េចចំណូលហើយចំណូលវាចូលគ្រាន់បានទេគ្រាន់ខ្ញុំគេដោះទិញគេមកលក់ទៅវិញយ៉ាងម៉េចទៅអាចមិនបានទិញពីគេនោះម្ដុំ500យើងយកបោះឲ្យមួយ650 700អញ្ចឹងបាទចំណាយវាអស់ហើយខ្ទង់50អីហ្នឹងចំណូលបាន60អីចឹងទៅ60ឬក៏60លឺអញ្ចឹងទៅអត់ទៀងយើងដឹកច្រើនបានច្រើនហ្នឹងទៅយើងផាត់ពេញអីសល់7 80000 100000មួយថ្ងៃចាំធីក៏ជាអ្នកលក់ស្មៅនិងត្រកួនម្នាក់ទៀតដែលបោះទីតាំងនៅផ្សារថ្នល់ទទឹងតាមផ្លូវជាតិលេខ4ដែរបន្ទាប់ពីលក់ទំនិញដាច់ស្ទើរអស់ពីរម៉កទៅហើយនោះយុវតីអាយុ23ឆ្នាំរូបនេះប្រាប់អំពីចំណូលពីមុខរបររបស់ខ្លួនយ៉ាងដូចនេះថាត្រកួនមួយបាច់យើងបាន250 200វាស្មៅបានមួយបាច់500វាទៀងដល់ខែបើពីខែ1ដល់ខែ4នេះយ៉ាងវាដាច់ច្រើនអញ្ចឹងយើងឃើញចំណេញមួយថ្ងៃ 4-20,000 ណាតែខែធម្មតាយើងសល់ពី 20,000 អស់លោតហើយធ្វើមិនបានអាចបង្កើតមុខរបរនឹងបានពីដំបូងយើងឃើញលក់យើងដាក់លក់នៅផ្សារនេះដែរហើយលោវិញនេះបានស្មៅបានត្រកួនពីណាមកទិញយកទទួលពីគេមកវិញហ្នឹងគ្រូចាគេណារោពីរោយ៉ាងម៉េចទៅបានស្មៅបានត្រកួនហ្នឹងយកមកដាំគេដាំជាកន្លែងខ្លួនគេហ្មងសម្រាប់ច្រូតលក់ហ្មងអូគេដាំនៅក្នុងណាដែរនៅបឹងជប៉ុននៅពេញ
មុខរបរលក់ស្មៅនិងត្រកួនមិនមែនធ្វើតែនៅតាមផ្លូវជាតិលេខ4ទេនៅតាមផ្លូវជាតិលេខ2និងផ្លូវជាតិលេខ3ក៏មានហើយច្រើនទៀតផងសូមស្ដាប់អ្នកខេត្តតាកែវឈ្មោះរស់សេនតាមនឹងសង្កេតមើលក្នុងមួយថ្ងៃមកពីភ្នំពេញចូលខេត្តតាកែវហ្នឹងមានចំនួន2ទៅ3ឡានហើយគេដាក់បន្តតាំងពីសាដើមពលមកម្ដងយោងមកសាមានខ្មៅមកដល់ចឹងអីចឹងគេដាក់តាមនឹងរហូតហើយមកដល់ហ្នឹងឡងជាវត្តអង្គរស់ដែលជាភូមិស្រុកខ្ញុំហ្នឹងបាទលំអចាំទទួលពីឡានហ្នឹងចំនួន 2-3 លំអទៀតដាក់ចូលទៅចែកចាយទៅកន្លែងផ្សេងទៀតផ្លូវជាតិលេខ3បងជាតិលេខ3ក៏ខ្ញុំធ្លាប់ទៅដែរក៏ធ្លាប់ឃើញមានចឹងដែរជាហោហែដែរលោកស្មៅហូតដឹកមកតាំងពីភ្នំពេញរហូតមកដល់ខាងលិចតាកែវហ្នឹងគឺតែអង្គទៅហើយនឹងបែងចែកចាយទៅក្នុងទៅលិចទៀតទៅខ្ញុំអត់ទៅដឹងច្បាស់ដែរប៉ុន្តែមានលំអគេតូចទៅលេខដើរលុបតាមផ្លូវលំផ្លូវអីតូចហ្នឹងណាប៉ុន្តែអ្នកនាំស្មៅនិងត្រកួនចេញពីភ្នំពេញមកលក់នៅតាមខេត្តព្យាករណ៍ថាមុខរបររបស់ខ្លួននឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខសូមស្ដាប់ចន្ទធីនិយាយទៅយើងលក់មករហូតខ្លាចតែគេណោះគេឥឡូវឮថានៅណោះគេចាក់ដីចង់អស់ហើយបើគេចាក់ដីអស់ហ្នឹងមិនយើងឈប់លក់តែបើតកួននៅមានលក់យ៉ាងនៅណោះហ្នឹងនៅកន្លែងគេដាំហ្នឹងពូនៅភ្នំពេញបឹងជប៉ុននេះលុបដីអស់យើងនៅចង់គេលុបដីអស់អត់មានតកូនកាត់យើងមិនឈប់លក់បើយើងទទួលពីគេហ្នឹងឪពុករបស់ចន្ទធីឈ្មោះជឿនដែលជាអ្នកប្រមូលទិញស្មៅនិងត្រកួនពីអ្នកកាត់ដល់ទីកន្លែងជារៀងរាល់ថ្ងៃជាង20ឆ្នាំមកហើយនិងដែលចិញ្ចឹមកូន7នាក់ឲ្យបានរៀនសូត្រគ្រប់គ្នាដោយសារមុខរបរលក់ស្មៅនិងត្រកួនជាចម្បងនោះបញ្ជាក់បន្ថែមវាមិនគិតទៅអូនវាអត់ទេព្រោះយើងមកដុំរៀនយើងដាក់ត្រកួននៅក្នុងការនោះយើងចាប់ចាក់ខ្លាញ់លុបដល់យើងតាមឋានបានយ៉ាងយីថាខ្ទង់5ឆ្នាំទៀតអស់យើងមិនផុតពី5ឆ្នាំទៀតចាប់តែខាងគេគឺលុបដីអស់យើងអត់មានកន្លែងស្ទឹងព្រោះតែលុបដីមានអ្នកធ្វើទី5នាក់មានគឺធ្វើពីរយផ្សេងអ្នកលក់ឈ្មោះវែងវុធីដែលរកស៊ីរបរនេះមិនតិចជាង10ឆ្នាំក៏បារម្ភដូចពូជឿនហើយក្តីបារម្ភអាចកើតមានចំពោះអ្នកលក់នៅខេត្តតាកែវដែរព្រលឹមឡើងខ្ញុំដឹកកម្មករទៅដាក់រោងចក្រសាវិណាហើយហួររំពេញយកស្មៅឲ្យតកួនបាទមានមកជាជ្រុតបាទមកគេទុកជ្រុតឲ្យយើងមកយើងជ្រុតចាំយើងហ្នឹងដល់ដល់លើកដាក់វិញមកបាទជាង10ឆ្នាំហើយបងយល់ថាមុខរបរហ្នឹងអាចនៅរស់បានយូរដល់ពេលណាទៅវាអត់ដឹងដែរបើគេលុបបឹងទៅមានឲ្យជ្រុតទេតកួនវាអស់ហើយដឹងគេលុបបឹងកាលបឹងជប៉ុននឹងលុបកាលយើងអត់ដឹងដែរដឹងកម្រងកាយគេលុបកាលប៉ុន្តែឥឡូវឃើញលុបខ្លះបាទលុបខ្លះហើយមិនទាន់ដឹងប្រហែលឆ្នាំទេគេលុបអស់ទេអត់ដឹងដែរអត់ដឹងទេវាច្រើនទៅតកែវច្រើនពួកឡានតកែវច្រើនបាទទៅតកែវច្រើនជាងខ្ញុំនេះទៀតហ្នឹងឡានបែប4-10ហ្នឹងពួកតកែវឡានមកច្រូតស្មៅលក់ហ្នឹងច្រូតស្មៅទិញតកួនអីលក់ហ្នឹងដូចវែងវុធីបានបង្ហើបពីខាងដើមស្រាប់បើគាត់លែងអាចដឹកស្មៅនិងត្រកួនលក់អ្នកស្រុកព្រៃផ្ដៅខេត្តកំពង់ស្ពឺរូបនេះនៅអាចដឹកកម្មកររបស់រោងចក្រកាត់ដេរដែលបាននឹងកំពុងដុះនៅអមសងខាងផ្លូវជាតិដោយផ្សិតដើមរដូវវស្សាដើម្បីចិញ្ចឹមគ្រួសារបានទាំងព្រឹកទាំងល្ងាចចំណែកឯចន្ទធីដែលជានិស្សិតឆ្នាំទី4ផ្នែកទីផ្សារនៅមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនកម្ពុជាឥណ្ឌាក្នុងក្រុងភ្នំពេញផងនោះនាងគិតដូចនេះថាបាក់ថាដែរព្រោះអនាគតដឹងថាប្រហែលជា 4-5 ឆ្នាំអីទៀតតកួននឹងប្រហែលជាអស់លែងមានទេគួរនៅនោះគេបូមស្ដាច់ចាក់ចិត្តអស់ហើយអញ្ចឹងយើងមានដូររបរផ្សេងនៅក៏លក់អីផ្សេងអញ្ចឹងទៅលក់អាវលក់បន្លែលក់អីអញ្ចឹងទៅតាមរបរដែលអាចរកបានអញ្ចឹងទៅធម្មតាមិញបងប្រាប់ថាអត់ចង់ធ្វើការរោងចក្រទេព្រោះរកអីទៅបងមិនថាអត់ធ្វើហ្មងទេប៉ុន្តែធ្វើគាត់ចង់ធ្វើកម្មករដែរចង់ធ្វើមេយើងរៀនដល់ប៉ុណ្ណឹងដែរបើធ្វើកម្មករដែរអត់ធ្វើទេទឹកចិត្តនេះសំលុយរកស៊ីធ្វើការងារផ្សេងក្រៅពីរោងចក្រចាចំពោះពូជឿនដែលជាឪពុកគាត់មានជំរឿសផ្សេងដែលមិនទាន់ប្រកាសប្រជានៅឡើយចាទៅចាំទៅយើងគិតគូចោលការងារអ្វីៗទៀតទៅយើងមានចំនួនចំខ្លួនឲ្យផ្សេងទៅទៅជាយើងអត់ចាំច្រើនចាំគាត់ឲ្យដល់ស្អីជីវិតទៅនេះការអភិវឌ្ឍផ្នែកឧស្សាហកម្មតាមបណ្ដោយផ្លូវជាតិជាច្រើនធ្វើឲ្យដីស្រែចម្ការដែលនៅអមសងខាងផ្លូវជាតិទាំងនោះប្រែក្លាយទៅជាដីរោងចក្រហើយកន្លែងដែលគោធ្លាប់ដើរស៊ីស្មៅកសិករធ្លាប់ដើរបេះត្រកួនបានក្លាយជាកន្លែងផលិតសម្លៀកបំពាក់
ស្បែកជើងឬផលិតផលឧស្សាហកម្មផ្សេងៗទៀតបើតាមលោកគ្រូធីមដែលទិញស្មៅយកទៅចិញ្ចឹមគោនៅខេត្តកណ្ដាលការនេះអាចជាមូលហេតុមួយដែលធ្វើឲ្យខ្វះស្មៅគោអានេះជាការខ្វះខាតមួយដែរប៉ុន្តែអានេះធ្វើម៉េចបើគេត្រូវតែអភិវឌ្ឍអញ្ចឹងយើងត្រូវធ្វើតាមគេបើយើងមិនធ្វើតាមគេក៏មិនដឹងជាទុកធ្វើអីបើគេទិញអស់ហើយបាទបងនិយាយពីការអភិវឌ្ឍអីទេនៅតំបន់យើងហ្នឹងបាទអភិវឌ្ឍផ្នែករោងចក្រឧស្សាហកម្មពេលរាជធានីឡើងអាចផ្គត់ផ្គង់ស្មៅនិងត្រកួនបានទៀតរោងចក្រឧស្សាហកម្មដែលកំពុងវាទីលើដីស្រែចម្ការរបស់កសិករនៅតាមខេត្តនឹងក្លាយជាកន្លែងរកប្រាក់ចំណូលថ្មីដ៏សំខាន់សម្រាប់ពួកគេលោកអ្នកស្ដាប់ជាទីមេត្រីកម្មវិធីព័ត៌មានរបស់វិទ្យុយើងរយៈពេលពេញ1ម៉ោងបានជាដល់ទីបញ្ចប់ហើយនាងខ្ញុំសូមអរគុណរ៉ូសាដែលបានជួយផ្នែកបច្ចេកទេសនៅពេលនេះនាងខ្ញុំប្រតិដានិងសហការីនៃវិទ្យុបារាំងអន្តរជាតិ AFE សូមអរគុណសូមគោរពលា